ngày ban tu đây gặp an vì cả na con cha chỉ cha anh vợ ông rồi rìa thầm miền non rìa ở nhà chột tao ông rập nạ xa rau con cha ông na đang năm bay nhầm là bạn an này xịp hơi phơi mai tục ra này bạn sầm lên là có cả môn an tới nơi sau để côn mới hợp tục để bạn an cào ấy năng an muốn đã xài ạt prai pru sầm lên cho nè ngàn chẳng có sẽ tu làm cái đây rạp an con cha mà tổ con cha miền cả lực luộc hoặc hạt ở dạng là bò sạch nhiệt nhau bóng với ôn con trai cái đàn bán chi mua được đọ xâm lên và thua tục con trai bàn chỉ ti sẵn đạp hay là o và con cha năng phút bò sạch để control năng tâm nục rong này có bật tới bàn chặt chạy và mịch và ma đòi kịch cả nghĩa thầm ở tiến có tự tạm kịch cả nghĩa nục cho mình buông hay cảm ở xích và nhà rồi xa xích ấy thế cho là ở cái chỉ kịch cả nghĩa thầm ở tiến bật tới chỉ bọn người xa to tới cho là chập đa mà tập po mùi tại đôi học tập buồn đó là này ai tiền là chập đa bịa thà mai bịa thà mai chỉ bịa để miền Atlantic sầm khăn nè chỉ bịa để virus sao ruột chìaចូលក្នុងចិត្តរបស់កូនគ្រប់គ្នាព្រោះម៉ែជាអ្នកមានព្រះគុណដ៏យ៉ាងធំក្រៃលែងគឺជាអ្នកឲ្យនៅជីវិតឲ្យសេចក្តីស្រឡាញ់ឲ្យទ្រព្យសម្បត្តិឲ្យបានទទួលការសិក្សាម៉ែជាអ្នកចិញ្ចឹមបីបាច់ថែរក្សាកូននិងជាអ្នកនៅចិត្តកូនច្រើនជាងអ្នកណាទាំងអស់ចឹងពាក្យថាម៉ែគឺជាពាក្យដែលមនុស្សយើងនិយាយបានមុនពាក្យដទៃទៀតនៅក្នុងជីវិតនេះពាក្យម៉ែមានន័យសំខាន់ខ្លាំងណាស់ប្រជុំគុណក្រាស់ក្រៃជាងធរណីពាក្យម៉ែពីរោះគ្របលើប្រតិពីល្អដោយគិរីពេញដោយរុក្ខាព្រៃធំមានសត្វជាគ្រឿងលំអភរិយាបវរលំអផាសដាទ្វីបលោកល្អស្រស់ក៏ព្រោះសូរិយាសត្វក្នុងលោកកាល្អព្រោះមានម៉ែភារៈធ្ងន់របស់ម៉ែការបពោលតាមច្បាប់ធម្មជាតិឬពោលតាមសេចក្តីពិតដែលប្រកាសឲ្យឃើញម៉ែឈ្មោះថាធ្វើនៅរបស់ដែលធ្វើបានដោយលំបាកហើយសេចក្តីលំបាកនេះឪពុកមិនអាចធ្វើជំនួសបានឡើយពោលគឺម៉ែត្រូវមានរដូវត្រូវពោះនិងត្រូវឆ្លងទន្លេសម្រាលកូននេះគឺជាសេចក្តីទុក្ខលំបាករបស់ម៉ែគ្រប់គ្នាក្នុងនោះមានម៉ែមិនតិចអ្នកទេដែលត្រូវបានបាត់បង់ជីវិតព្រោះការឆ្លងទន្លេព្រោះហេតុដូច្នេះព្រះសម្មាសម្ពុទ្ធជាអម្ចាស់ក្នុងកាលដែលព្រះអង្គនៅជាព្រះបរមពុរិស័ទសោយពិជាតិជាតបោះឈ្មោះសោណបណ្ឌិតបានពណ៌នា
ព្រះគុណរបស់ម៉ែយ៉ាងគួរស្ដាប់មានប្រកបក្នុងសោណនន្តជាដកសត្តតិនិបាតថាម៉ែកាលប្រាថ្នាចង់បានផលគឺកូនរមែងនមស្ការទេវតាដើម្បីសូមកូនម៉ែសួរនៅនខត្តរិកទាំងឡាយផងសួរនៅរដូវនិងឆ្នាំទាំងឡាយផងថាតើកូនកើតក្នុងរឹកណាក្នុងរដូវណាក្នុងឆ្នាំណាទើបបាននៅអាយុវែងកាលម៉ែមានរដូវហើយក៏រមែងមានការតាំងគួរឡើងហើយម៉ែក៏មានការចាញ់គួរព្រោះហេតុនោះទើបម៉ែមានឈ្មោះថាតោហលនីស្ត្រីចាញ់គួរម៉ែមានការស្រឡាញ់កូនដែលកើតនៅក្នុងពោះរបស់ខ្លួនព្រោះហេតុនេះទើបម៉ែមានឈ្មោះថាសុហទាស្ត្រីមានចិត្តល្អម៉ែរក្សាគួរអស់មួយឆ្នាំឬជិតមួយឆ្នាំហើយទើបបានឆ្លងទន្លេសម្រាលកូនព្រោះហេតុនេះទើបម៉ែមានឈ្មោះថាជាអ្នកយន្តីឬជានេតីស្ត្រីជាអ្នកឲ្យកូនបានកើតមកម៉ែញ៉ាំងកូនដែលកំពុងយំឲ្យត្រេកអរដោយការបំបៅដោះផងដោយការបំពេផងដោយការអោបក្រសោបផងព្រោះហេតុនេះទើបម៉ែមានឈ្មោះថាតោសេនតីស្ត្រីញ៉ាំងកូនឲ្យត្រេកអរតពីនោះមកម៉ែមានហាប្រតិទន់តោទៅរកកូនក្រឡេកមើលកូនដែលពុំទាន់ដឹងក្តីមើលក្នុងទីដែលកូននៅត្រូវខ្យល់ត្រូវក្តៅយ៉ាងណាព្រោះហេតុនេះទើបម៉ែឈ្មោះថាបោសេនតីស្ត្រីអ្នកចិញ្ចឹមបីបាច់ថែរក្សាកូនទ្រព្យសម្បត្តិឯណារបស់ម៉ែនិងរបស់ឪដែលមាននៅម៉ែរមែងគ្រប់គ្រងនៅទ្រព្យសម្បត្តិទាំងពីរចំណែកនោះដោយបំណងថាទ្រព្យសម្បត្តិទាំងនេះត្រូវបានទៅកូនរបស់យើងម៉ែកាលដែលទូនមានកូនថាកូនគួរធ្វើយ៉ាងនេះកូនមិនគួរធ្វើយ៉ាងនេះជាដើមរមែងនឿយហត់លំបាកកាលបើកូនមានវ័យចម្រើនឡើងហើយម៉ែបានដឹងថាកូនមានសេចក្តីរីករាយភ្លើតភ្លើនព្រោះស្រវឹងក្នុងវ័យម៉ែរមែងទន្ទឹងមើលផ្លូវកូនលុះដល់ពេលល្ងាចពេលប្រលប់បាត់កូនមិនឃើញត្រឡប់មកម៉ែក៏អន្ទះសារញាប់ញួរក្នុងចិត្តដោយប្រការដូចនេះឯងព្រះគុណម៉ែគុណម៉ែតាំងតែគួរចាប់ផ្ដើមត្រំពោពោះផើមត្រំលំបាដេកដើរដូចរោគតាមអិតស្រាតម្រំកូនចាចេញពីផ្ទៃពេលឆ្លងទន្លេម៉ែឈឺខ្លាំងចិត្តតាំងកាយប្រឹងព្រមដោយភ័យមិនដឹងយ៉ាងណាចិត្តមមីនឹកភ័យក្រែងកូនសូនសង្ខារលុះកូនបានកើតជាទារកម៉ែថើបជញ្ជក់សពកាយាបីបំថ្នាក់ថ្នមពេញហត្ថាមេត្តាប្រែឈាមជាទឹកដោះនៅពេលកូនឈឺម៉ែរក្សាបីផ្ទប់អរាដោយចិត្តស្មោះកូនឈឺម៉ែភ័យមុខស្លាំងអស់មិនសម្រានសោះវោះវោះព្រឹកនៅពេលកូនជាម៉ែសបាយចិត្តម៉ែមិនណាយមានតែនឹកឃ្លាតឆ្ងាយបន្តិចចិត្តវវឹករលឹករកកូនវិលវិញភ្លាមអង្គុយកកិលក្រោកឈួរដើរទៅតាមដំណើរម៉ែព្យាយាមខំបង្ហាត់កូនដោយមិនទៀមក្នុងនាមជាគ្រូឧត្តមក្រៃជុះនោមហូបចុកស្លៀកដណ្ដប់ចំណេះចេះសពប្រចាំថ្ងៃសម្ដីភាសាមេយាបថ្លៃកូនកុំសង្ស័យក្រែងឥតគ្រូកូនចេះមួយមុខម៉ែអម្ដងអួតប្រាប់អ្នកផងមិនចាំយូរម៉ែនឿយយ៉ាងណាមិនគិតគូបន្ធូរកង្វល់ដោយថ្ពាល់កូនកូនធំបន្តិចបែបរៀងរឹងកូនខ្លះទៅតឹងអាងជីដូនម៉ែខឹងអន់ចិត្តមុខស្រពោនវាយកូនរួចគិតអាណិតក្រោយកូនល្អម៉ែសក់ក្រៃកន្លង
បានដូចម៉ែផ្សងសូមអំណោយដូចបានកៅទឹកទេវតាឲ្យឬដូចបានសោយសុកសួគ៌ពេលកូនបានសុកម៉ែសុកផងពេលកូនមានម៉ងម៉ែពុំជាកូនក្រលំបាកម៉ែរងាគ្រប់គ្រាម៉ែគិតកូនស្រីប្រុសកូនខូចអាក្រក់ក្នុងភូមិឃុំគេគុំគេស្អប់សពផ្សាយសោះម៉ែដឹងប្រកាសថាកូនខុសតែម៉ែសន្តោសប្រុសប្រណីម៉ែគឺជាព្រះរបស់កូនជាក្បូនជីវិតមនុស្សប្រុសស្រីម៉ែមានគុណធ្ងន់ហួសពលស្ដីគ្មានអ្វីជំនួសម៉ែបានឡើយម៉ែគឺជាព្រះក្នុងផ្ទះម៉ែជាអ្នកឲ្យសេចក្តីស្រឡាញ់ឲ្យការកក់ក្ដៅជាអ្នកគ្រប់គ្រងធ្វើឲ្យកូនគ្រប់គ្នាមានសេចក្តីដឹងខ្លួនថាអាត្មាអញមានការកក់ក្ដៅក្នុងចិត្តត្បិតមានម៉ែនៅជាមួយម៉ែគឺជាមិត្តដ៏ពិតប្រាកដមិនថាក្នុងពេលសុខឬពេលទុក្ខឡើយទោះបីកូនខុសស្គមឆ្គងយ៉ាងណាម៉ែតែងឲ្យអភ័យជានិច្ចម៉ែជាទីប្រឹក្សាដ៏ល្អនិងជាទីទុកចិត្តសម្រាប់កូនព្រោះហេតុដូច្នេះហើយទើបម៉ែបានទៅជាព្រះក្នុងផ្ទះម៉ែជាអាចារ្យម៉ែជាទេវតាស្ថិតនៅក្នុងផ្ទះនិងម៉ែជាព្រំព្រមទាំងជាព្រះកូនក្រាបសំពះឈ្នះអស់សត្រូវពេលឈឺធ្ងន់ច្រើនតែគិតដល់ម៉ែមនុស្សយើងដោយទូទៅនៅពេលខ្លះអាចភ្លេចគិតដល់ម៉ែព្រោះរវល់តែសប្បាយរីករាយទៅដោយកាមគុណឬរវល់នៅក្នុងការងាររបស់ខ្លួនផ្សេងប៉ុន្តែដល់ពេលដែលខ្លួនឯងមានជំងឺធ្ងន់អ្វីមួយកូនគ្រប់គ្នាច្រើនតែគិតរកម៉ែព្រោះធ្លាប់ជំពាក់ចិត្តនឹងម៉ែកាលពីខ្លួននៅតូចក្នុងសម័យដែលខ្លួនជាកូននៅតូចកាលបើឈឺចាប់វ័យម៉ែតែងតែនៅថែរក្សាថ្នាក់ថ្នមជានិច្ចកូនឃើញមុខម៉ែជាប្រចាំម៉ែហួងហែងកូនម៉ែសម្រានមិនពេញភ្នែកម៉ែទ្រាំអត់ងងុយនៅយាមកូនបបោះង្អែលកូននៅចាំពេលឲ្យបាយឲ្យទឹកនៅចាំពេលឲ្យថ្នាំនិងនៅចាំជួយកូនគ្រប់យ៉ាងគ្រប់ពេលដែលកូនឈឺលំបាកព្រមទាំងលួងលោមចិត្តកូនដោយសន្យាឲ្យនៅអ្វីតាមដែលកូនចង់បានទៀតផងម៉ែជាទីពឹងរបស់កូនពេលដែលកូនមានទុក្ខលំបាកសូម្បីកូនមានរូបរាងអប្បលក្ខយ៉ាងណាក្តីម៉ែក៏នៅតែស្រឡាញ់ព្រមដោយក្តីអាណិតជានិច្ចសេចក្តីស្រឡាញ់របស់ម៉ែគឺជាសេចក្តីស្រឡាញ់ដ៏បរិសុទ្ធដូច្នេះហើយទើបដល់ពេលដែលកូនមានជំងឺធ្ងន់ឬក៏ពេលដែលត្រូវសម្រាលកូនឆ្លងទលេកូនតែងតែនឹករកម៉ែត្រីនៅលើគោកបំរាស់រកទឹកចចកតែងនឹករកព្រៃស្ម័គ្រសានសត្វក្នុងទ្វីបលោកនឹករកសុខសានមិនអាចប្រៀបបានចិត្តម៉ែដែលនឹកនៅពេលភ្លៀងធ្លាក់រុក្ខជាតិខៀវខ្ចីបាក់សាបាក់សីខៀវខ្ញាពេលព្រឹកថ្ងៃក្តៅសត្វរោគជ្រោកក្រោមសន្លឹកប្រៀបដូចកូននឹករកម៉ែពេលឈឺម៉ែមានប្រគុណគូជាមួយឪមនុស្សយើងដែលកើតមកត្រូវអាស្រ័យឪពុកនិងម្ដាយជាអ្នកឲ្យកំណើតនិងមានតែម្ដាយម្នាក់ឯងពុំបានឡើយព្រោះដំណក់ឈាមមួយចំណែកបានពីម៉ែដំណក់ឈាមមួយចំណែកទៀតបានអំពីឪលោកទាំងពីរជាអ្នកឲ្យកំណើតដល់កូននិងជាអ្នកមាននៅកណូបការៈដ៏យ៉ាងខ្ពង់ខ្ពស់ចំពោះកូនដូច្នេះមេត្តាបិតាគឺជាព្រះឲ្យកំណើតកូននិងជាព្រះដ៏មានគុណចំពោះកូនការឈូកដែលដោះរីកស្រស់សោភាអាស្រ័យគង្គារួមគ្នានឹងភក់គូប្រេងជួបភ័ក្រវិលវល់វិវក់រួមរយៈលងលក់បង្កើតលោកកាព្រំចោះជួបព្រះសម្ភារវន្ទាក្រាបអារតនីឲ្យទ្រង់ទេសនា
ព្រំបានជួបព្រះកើតបុណ្យអស្ចារ្យមេត្តាបិតាជាគូគុណកប់កូនម៉ែត្រូវខំរៀនម៉ែសូមឲ្យកូនតាំងចិត្តរៀនដោយល្អគ្រប់វិជ្ជាទាំងអស់ដែលជាវិជ្ជាមានប្រយោជន៍ម៉ែសូមឲ្យកូនអស់ប្រាក់ក្នុងការដូរយកនៅចំណេះវិជ្ជាប្រាក់នោះឯងបើមិនអស់ទៅដើម្បីការបាននៅចំណេះវិជ្ជាទេក៏ត្រូវអស់ទៅក្នុងផ្លូវដទៃដែរដូចជាការប្រើប្រាស់សម្លៀកបំពាក់ការបរិភោគចំណីអាហារជាដើមតែរបស់នោះមិនមានតម្លៃដូចវិជ្ជាទេថែមទាំងមិនថិតថេរយឺនយូរទៀតផងឯចំណែកវិជ្ជាវិញជារបស់ថិតថេរជាប់តាមខ្លួនកូនរហូតមួយជីវិតប្រើប៉ុណ្ណាក៏មិនចេះអស់រឹតតែជីករឹតតែជួបរឹតតែស្រាវជ្រាវរឹតតែចេះរឹតតែប្រើរឹតតែជំនាញដូច្នេះការចាយវាយប្រាក់ដូរយកនៅចំណេះចេះដឹងទៅបណ្ឌិតពោលសរសើរម៉ែសូមឲ្យកូននឹករលឹកជានិច្ចថាប្រាក់100នោះគឺជាតំណក់ញើសឈាមរបស់ម៉ែឪដែលខំប្រឹងធ្វើការម៉ែសូមឲ្យកូនយល់ដឹងក្នុងការចាយប្រាក់គឺត្រូវចាយឲ្យមានប្រយោជន៍ជាទីបំផុតជាយាមយកឈ្នះចិត្តអាក្រក់របស់ខ្លួនឯងកុំជះជាយចូលខ្ជាឲ្យសោះសូមកូនម៉ែខំប្រឹងរៀនឲ្យបានឡើងថ្នាក់រាល់ឆ្នាំព្រោះការរៀនធ្លាក់ត្រូវត្រួតថ្នាក់នោះគឺជាការខូចពេលវេលាខូចកម្លាំងចិត្តនិងអស់ប្រាក់ថែមផ្ទួនទៅទៀតផងអ្នកប្រាជ្ញបានពោលថានោះល្ងងកាលបើមានពេលក៏រីករាយភ្លើតភ្លើនទៅក្នុងការរកអាហារឆ្ងាញ់ឆ្ងាញ់មកដាក់មាត់ដាក់ពោះចំណែកមនុស្សឆ្លាតកាលបើមានពេលហើយក៏រីករាយក្នុងការរកអាហារមកដាក់ខួរក្បាលនាំឲ្យមានបញ្ញាដូច្នេះកូនម៉ែត្រូវរៀនច្រើនអានច្រើនស្ដាប់ច្រើនហើយសំខាន់បំផុតត្រូវមានមិត្តល្អអភរណៈដ៏ប្រសើរម៉ែឪដែលមានកូនចេះស្គាល់ប្រមាណខ្លួនចេះដឹងចំពោះឋានៈក្នុងគ្រួសាររបស់ខ្លួនទៅជាអ្នកមានជោគល្អបីដូចជាបានទទួលពរអំពីប្រអិនកូនជាទីស្រឡាញ់របស់ម៉ែកូនពិតជាបានឃើញហើយចំពោះប្រុសស្រីខ្លះតែងខ្លួនឆើតឆាយតាក់តែងកាយដោយសម្លៀកបំពាក់ដែលមានតម្លៃខ្ពស់បំផុតព្រមដោយអលង្ការប៉ុន្តែមិនចេះរៀបចំខ្លួនឲ្យជាទីស្រឡាញ់ចូលចិត្តឡើយប្រុសស្រីរបៀបនេះមិនអាចប្រៀបបាននឹងអ្នកដែលតែងខ្លួនគ្រាន់តែឲ្យបានសមរម្យប៉ុណ្ណោះប៉ុន្តែរៀបរយត្រឹមត្រូវសភាពរៀបសារច្រើនទៅដោយមេត្តាករុណានោះឡើយកែវភ្នែកស្រទន់កិរិយាសុភាពវាចាពិរោះស្មោះត្រង់ត្រឹមត្រូវនិងចិត្តពេញទៅដោយព្រហ្មវិហារនោះគឺជាស្នេហ៍ទាញស្រូបមនុស្សទាំងឡាយឲ្យស្រឡាញ់ឲ្យគោរពកោតក្រែងបីដូចជាជ្រោះជើងភ្នំដែលជាទីហូរធ្លាក់ចុះមកនៃទឹកដូច្នោះឯងចូលកូនចាំពាក្យម៉ែទុកចុះទោះបីកូនក្រីក្រទ្រព្យសម្បត្តិក៏ដោយតែកូនមិនត្រូវក្រសេចក្តីល្អឡើយអ្វីត្បិតតែកូនមិនមាននៅឋានៈពងពោះក្នុងសង្គមតែសូមឲ្យកូនអណ្ដែតខ្លួនក្នុងពន្លឺរស្មីនៃសតិបញ្ញាក្នុងការរៀនការតម្កល់ខ្លួនឬការអ្វីទៀតក៏ដោយម៉ែសូមដាស់តឿនកូនថាចូលកុំប្រហែសស្វាក៏ចេះប្រយ័ត្នខ្លួនកុំឲ្យធ្លាក់ពីលើចុងឈើដែរមនុស្សយើងទោះបីជំនាញប៉ុណ្ណាឆ្លៀវឆ្លាតអង្អាចប៉ុណ្ណាក៏ដោយកាលណាបើប្រមាថធ្វេសប្រហែសហើយក៏រមែងផ្លាត់ផ្លាតធ្លាក់ខ្លួនដូចជាមនុស្សល្ងងខ្លៅអញ្ចឹងឯងក្នុងការរៀបចំទុកដាក់ខ្លួនជាមួយមិត្តភក្តិកុំឲ្យខ្ពស់ពេកនាំឲ្យគេស្អប់តែបើដាក់ខ្លួនទាបជាងគេពេកនាំឲ្យគេមើលងាយដូច្នេះត្រូវឲ្យល្មមឯចំណែកជាមួយគ្រូអាចារ្យនោះកូនត្រូវទន់ភ្លន់គោរពអោនលំទោនដោយពាក្យលោកពោលទុកថាឈ្នះអ្នកស័ក្តិខ្ពស់
ដោយការអោនលំទោនឈ្នះអ្នកទៀបទន់ខ្សោយដោយការសង្គ្រោះឈ្នះអ្នកស្មើគ្នាដោយការព្យាយាមចំណែកឯការរៀបចំខ្លួនជាមួយភេទផ្ទុយគ្នាម៉ែសូមបញ្ជាក់ប្រាប់ដល់កូនស្រីម៉ែថាមនុស្សប្រុសខ្លាចមនុស្សស្រីណាដែលរៀបចំនៅឥរិយាបថល្អមិនតម្កើងខ្លួនវេរឹកហើយក៏មិនបណ្ដោយខ្លួនផងដែរមានអាកប្បកិរិយាល្អរៀបរយរៀបសារមិននិយាយលេងរហូតដល់ហួសវិស័យស្រីកាលបើដូចនេះមនុស្សប្រុសរមែងក្រែងចិត្តនិងនិយាយលើកតម្កើងសូមកូនម៉ែរក្សានៅគុណតម្លៃរបស់មនុស្សឲ្យបានស្ថិតនៅមមួនក្នុងខ្លួនសូមកូនកុំជាមនុស្សអស់តម្លៃឲ្យសោះគុណតម្លៃរបស់មនុស្សគឺជាសេរីសួស្តីនិងជាអភិរណៈដ៏ប្រសើរក្នុងជីវិតកូនម៉ែត្រូវវឹកហាត់ឲ្យមានឧបនិស្ស័យល្អមនុស្សយើងដែលនឹងបានល្អនោះក្រៅអំពីត្រូវមានការសិក្សារៀនសូត្រហើយគឺត្រូវវឹកហាត់អប់រំដើម្បីឲ្យមាននៅឧបនិស្ស័យល្អទៀតផងនេះជាប្រការសំខាន់ចំណុចផ្ដើមនៃការវឹកហាត់សិក្សាអប់រំដែលជាទីសំខាន់បំផុតគឺក្រុមគ្រួសារក្នុងផ្ទះគ្រួសារដែលនៅក្នុងសភាពរៀបរយល្អនោះតិចណាស់ដែលក្មេងទៅជាខិលខូចលេះលោះនេះព្រោះការសែបគប់បានសំប្រពៃលុះដល់កូនធំឡើងកូនត្រូវខំព្យាយាមសែបគប់សមាគមជាមួយមនុស្សល្អដើម្បីបានចម្លងនៅលក្ខណៈល្អផ្សេងការសែបគប់មនុស្សល្អរមែងជាគុណប្រយោជន៍ដល់កូនរហូតក្នុងជីវិតនោះល្អកាលបើកូនចូលទៅចិត្តហើយធ្វើឲ្យកូនដឹងខ្លួនថាចង់បានឲ្យខ្លួនទៅជាមនុស្សល្អដែរមនុស្សស្ងប់ក៏ដូចគ្នាកាលបើកូនចូលទៅចិត្តហើយបានស្ដាប់នៅពាក្យសម្ដីអ្វីខ្លះនោះរមែងធ្វើឲ្យកូនដឹងខ្លួនឯងថាមានសេចក្តីស្ងប់ហើយចង់ឲ្យខ្លួនបានទៅជាមនុស្សស្ងប់ទៀតផងដូច្នេះការសែបគប់ជាចំណុចសំខាន់បំផុតក្រៅអំពីអាស្រ័យអ្នកដទៃដើម្បីជួយវឹកហាត់អប់រំហើយការវឹកហាត់ខ្លួនឯងជាកិច្ចចាំបាច់បំផុតដោយចំពោះគឺវឹកហាត់ខ្លួនឯងក្នុងការយកឈ្នះអំណាចនៃធម៌ថោកទាបអ្នកដែលវឹកហាត់ទូនមានខ្លួនបានគឺជាមនុស្សប្រសើរហើយឈ្មោះថាបាននៅទីពឹងដែលគេបានដោយកម្រវឹកហាត់អប់រំខ្លួនឲ្យទៅជាមនុស្សមានព្យាយាមមនុស្សដែលមាននៅសេចក្តីប្រឹងប្រែងព្យាយាមសូម្បីមានជីវិតរស់នៅត្រឹមតែមួយថ្ងៃក៏ប្រសើរជាងមនុស្សខ្ជិលដែលរស់នៅអស់រយនៃឆ្នាំចូលកូនម៉ែប្រើពេលវេលាឲ្យជាប្រយោជន៍ព្រោះពេលវេលាដែលកន្លងទៅហើយមិនត្រឡប់មកវិញឡើយអស់ទៅហើយក៏ជាការអស់ទៅហើយនឹងឯងតម្លៃពេលវេលានៅត្រង់ដែលកូនប្រើវាឲ្យជាប្រយោជន៍មនុស្សដែលមិនធ្វើនៅការងារជារបស់មនុស្សជីវិតក៏អស់ទៅទេចំណែកមនុស្សដែលមានការព្យាយាមរមែងកាន់យកនៅប្រយោជន៍សន្សំទុកនៅប្រយោជន៍រហូតដល់បានសម្រេចនៅប្រយោជន៍ធំគឺការរួចផុតអំពីសេចក្តីទុក្ខមនុស្សដែលធ្វើនៅការងារច្រើនមិនអាចបានជាមនុស្សសំខាន់គ្រប់គ្នាឡើយប៉ុន្តែមនុស្សសំខាន់ដែលត្រង់ធ្វើការងារដោយសេចក្តីព្យាយាមជានិច្ចតម្លៃរបស់មនុស្សវាស់គ្នាត្រង់ផលនៃការងារនិងសេចក្តីល្អប្រចាំខ្លួនកូនម៉ែត្រូវខំសន្សំឧបនិស្ស័យល្អឧបនិស្ស័យគឺអ្វីដែលធ្វើឲ្យជាទម្លាប់ឧបនិស្ស័យល្អគឺជាភូមិឋាននៃការចម្រើនគុណធម៌គ្រប់យ៉ាងប្រៀបបីដូចជាដីចម្ការដែលល្អដូច្នោះឯងបើកូនស្រីម៉ែធ្វើល្អហើយឲ្យគេថាចុះកាលកូនស្រីនៅតូចម៉ែជាអ្នករៀបចំតែងខ្លួនឲ្យកូនស្លៀកពាក់យ៉ាងណាស្ពេកាបូបទៅសាលាយ៉ាងម៉េចទៅផ្សំម៉ែរៀបចំឲ្យកូនទាំងអស់ម៉ែតែងតែតាមគួយគុណដំណើរកូនដោយការពេញចិត្តលុះដល់ពេលកូនស្រីធំឡើងអ្វីដែលជាធម្មជាតិសម្រាប់ខ្លួនកូនម៉ែក៏បានប្រាប់បញ្យល់ឲ្យកូនបានដឹងទាំងអស់ឥឡូវម៉ែសូមបញ្យល់កូនស្រីអំពីបញ្ហាមួយដែលកូនចេះតែខ្លាចពាក្យគេថាសូមកូនចាំស្ដាប់
ហើយពិចារណាឲ្យល្អដើម្បីដោះស្រាយនៅបញ្ហាមួយនេះឲ្យបានជ្រះស្រឡះកូនខ្លាចគេថាពាក្យថាគេសំដៅដល់មនុស្សទាំងឡាយដទៃលើផែនដីក្រៅពីកូនសូម្បីកូនប្រកាសនៅក្នុងចិត្តហើយថានេះជាអំពើល្អត្រឹមត្រូវតែនៅកូនមិនក្លាហានដើម្បីនឹងប្រព្រឹត្តធ្វើព្រោះខ្លាចគេថារឿងគេថានេះវាคล้ายទៅជារបស់ដែលគួរខ្លាចជាទីបំផុតក្នុងโลกនេះទៅហើយសម្រាប់កូនស្រីបើមានសេចក្តីប្រកាន់យ៉ាងនេះក៏មិនអាចធ្វើអ្វីបានឡើយព្រោះគេមានច្រើនណាស់អ្នកម្នាក់មានការគិតឃើញរៀងខ្លួនត្រូវគ្នាខ្លះមិនត្រូវគ្នាខ្លះការកូនស្រីធ្វើនៅអ្វីមួយអ្នកខ្លះគេថាល្អអ្នកខ្លះទៀតគេថាមិនល្អឬអាចគេថាអាក្រក់តែម្ដងដូច្នេះកូនស្រីត្រូវតែសម្រេចថាអាត្មាអញក៏បីធ្វើនៅអ្វីដែលសមគួរដល់ខ្លួនឯងផងដែលមិនខុសច្បាប់ផងមិនខុសសិលធម៌ផងមិនបៀតបៀនឲ្យអ្នកណាក្តៅក្រហាយផងហើយអាត្មាអញសប្បាយចិត្តនឹងធ្វើផងដូច្នេះអាត្មាអញត្រូវតែធ្វើដោយមិនមានកង្វល់នឹងពាក្យគេថាអ្វីឡើយប៉ុន្តែម៉ែសូមរំលឹកកូនស្រីចូលកូនកុំភ្លេចផ្ទៀងផ្ទាត់នៅកិច្ចការងារនោះឲ្យជាការងារល្អត្រឹមត្រូវពិតប្រាកដផងការរិះគន់និន្ទាខ្នន់ខ្នាញ់ជារបស់ធម្មតានៅក្នុងโลกអ្នកខ្លះប្រើពេលវេលាទំនេរទៅក្នុងការអានសៀវភៅអ្នកខ្លះរីករាយនៅក្នុងការលេងកីឡាអ្នកខ្លះជ្រើសរើសយកការនិន្ទារិះគន់ខ្នន់ខ្នាញ់ចំពោះអ្នកដទៃមកជាការងារធំដុំក្នុងជីវិតអ្នកដែលសម្លឹងទោសគេដោយអកុសលចិត្តនិយមនិយាយរឿងអាក្រក់របស់គេគឺជាអ្នកមិនមានសេចក្តីចម្រើនក្នុងជីវិតឡើយព្រោះគិតតែនាំយករឿងអាក្រក់មកដាក់ក្នុងខ្លួនរាល់ថ្ងៃបីដូចជាធុងសម្រាមប្រឡាក់ប្រលោះទៅដោយរបស់ស្មោកគ្រោកជាការសាងនៅគ្រឿងដែលរារាំងសេចក្តីចម្រើនឲ្យដល់ខ្លួនឯងជាអ្នកបញ្ឆោតខ្លួនឯងឲ្យរីករាយដោយសេចក្តីវង្វេងក្នុងផ្សែងនៃសេចក្តីអាក្រក់នោះយើងចង់កិច្ចអំពីអ្វីផ្សេងក៏អាចនឹងកិច្ចបានប៉ុន្តែយើងមិនអាចកិច្ចអំពីកម្មពីនឹងកិច្ចអំពីខ្លួនឯងបានឡើយលុះត្រាតែចូលព្រះនិព្វានទើបអាចកិច្ចផុតបានដូច្នេះមនុស្សដែលល្អគេរមែងទទួលយកសភាពពិតរបស់ខ្លួនមិនមែនចេះតែបញ្ឆោតខ្លួនឯងដោយសេចក្តីវង្វេងរឿយទៅនោះឡើយការព្រមទទួលយកនៅសេចក្តីពិតរមែងធ្វើឲ្យភាពលំបាកក្នុងចិត្តបានធូរស្រាលពិតប្រាកដកូនស្រីម៉ែត្រូវរៀនទទួលយកការពិតរបស់ជីវិតកុំចេះតែញាប់ញួរទៅតាមពាក្យគេថាត្រូវរៀនឲ្យយល់ពីហេតុផលរបស់ធម្មជាតិចាប់យកការពិតនៃជីវិតមកសិក្សារហូតបានយល់ច្បាស់ហើយរស់នៅដោយសេចក្តីស្ងប់ចិត្តចូលកូនចាំទុកថាมันមានការរស់នៅជាមួយនឹងអ្វីឲ្យបានសុខស្មើនឹងការរស់នៅជាមួយសេចក្តីស្ងប់ឡើយព្រះច័ន្ទនឹងថ្ងៃឥតមានដឹងអ្វីតែត្រូវប្រុសស្រីនិន្ទាសរសើរពពោរស័ព្ទដូចមានឆ្លាបហើភ្លៀងខ្យល់ដេកដើរគេថាទាំងអស់បួសជាប្រសង់នៅគេរិះគន់ធ្វើចោលលួចប្លន់គេតន់ដាក់ខ្នោះត្រាស់ជាប្រពុតនៅគេមិនស្មោះភួរល្អឥតខ្ចោះគង់មានគេស្អប់សរសើរនិន្ទាមានពីបុរាណកាន់យកមិនបានតាមពាក្យតោះកប់បើកូនតាមប្រាជ្ញកូននឹងមានផប់ត្រូវមួយខុស10កុំយកខាងច្រើនកូនស្រីម៉ែត្រូវធ្វើថ្ងៃនេះឲ្យល្អបំផុតកូនស្រីម៉ែនឹកគិតដល់រឿងអនាគតរឿងរៀបការមានគ្រួសាររឿងឋានៈក្នុងការរស់នៅរឿងទាំងអស់នេះសុទ្ធតែជារឿងដែលនៅឆ្ងាយកូនស្រីគួរបញ្ឈប់ការគិតខ្វល់ខ្វាយក្នុងរឿងនេះព្រោះគិតទៅគឺឥតប្រយោជន៍ដែរ
កូនស្រីម៉ែគិតតែខំរៀនសិនទៅដូចដែលម៉ែធ្លាប់បានប្រាប់ដល់កូនហើយថាធ្វើថ្ងៃនេះឲ្យល្អជាទីបំផុតទៅអនាគតវានឹងរៀបចំដោយខ្លួនឯងថ្ងៃនេះម៉ែនឹងអធិប្បាយនៅសេចក្តីនេះចូលកូនយកចិត្តទុកដាក់ស្ដាប់ឲ្យល្អចុះសេចក្តីសម្រេចនៃការសាងឋានៈក្នុងអនាគតនោះវាស្ថិតនៅត្រង់ការសាងថ្ងៃនេះឯងក្នុងមួយថ្ងៃកូនត្រូវសាងឲ្យល្អតាមកម្លាំងដែលកូនអាចឬតាមសមត្ថភាពដែលកូនមានមនុស្សដែលរមែងផ្សេងគ្នាមកអំពីកំណើតគឺម្នាក់រៀងខ្លួនហើយមានអង្គប្រកបច្រើនយ៉ាងទៀតដែលធ្វើឲ្យឋានៈនៃការរស់នៅរបស់មនុស្សផ្សេងអំពីគ្នាកាន់តែច្រើនឡើងដែលសំខាន់គឺអង្គប្រកបផ្ទាល់ខ្លួនឯងនិងអង្គប្រកបផ្នែកខាងសង្គមអង្គប្រកបផ្ទាល់ខ្លួនឯងបានដល់ឱកាសស្ថានទីអ្នកណែនាំការប្រព្រឹត្តផ្ទាល់ខ្លួននិងបុណ្យបាបដែលខ្លួនបានធ្វើមកមិនស្មើគ្នាជាដើមអង្គប្រកបផ្នែកខាងសង្គមបានដល់សភាពនៃសង្គមដែលខ្លួនត្រូវបានទទួលការគ្រប់គ្រងការជួយសង្គ្រោះអំពីសង្គមនិងដំណើរប្រព្រឹត្តទៅនៃការប្រកបអាជីពក្នុងសង្គមជាដើមយ៉ាងណាក៏ដោយមនុស្សយើងមានចំនួនច្រើនណាស់ដែលសម្លឹងសម្ដៅទៅរកតែភាពមាំទាំនៃទ្រព្យសម្បត្តិឬក៏តំណែងនៃការងារពងខ្ពស់ប៉ុណ្ណោះថាជាសេចក្តីសម្រេចនៃជីវិតពោលគឺយកនៅរបស់ទាំងនេះមកជាគ្រឿងវាស់វែងមនុស្សក្នុងលោកយើងនេះវិលវល់នៅតែក្នុងការស្វែងរកប្រាក់កិត្តិយសនិងមុខតំណែងប៉ុណ្ណោះឯងព្រោះសង្គមបានសន្មត់ឲ្យថាជាមុខមាត់និងជារបស់ដែលសង្គមលើកតម្កើងឲ្យតម្លៃប៉ុន្តែយ៉ាងដូចម្ដេចដែរក្នុងលោកយើងឬក៏ក្នុងបុគ្គលម្នាក់នោះមាននៅសេចក្តីសុខស្ងប់ដែរឬទេការនិយមឲ្យតម្លៃទៅលើអ្វីក្នុងលោកយើងទាំងមូលនេះខុសឬត្រូវយ៉ាងណាតាមតែកូនពិចារណាមើលចុះអវិជ្ជាគឺសេចក្តីងងឹតរបស់ចិត្តធ្វើមិនឲ្យមនុស្សយើងមើលឃើញនៅគុណតម្លៃពិតប្រាកដរបស់ជីវិតឡើយវាធ្វើឲ្យយើងស្រវាចាប់យកនៅរបស់ដែលនាំមកនៅភាពកវល់កវាយរហូតរឿយជាការដើរបញ្ច្រាស់អំពីសេចក្តីសុខស្ងប់ប្រៀបដូចជាអ្នកដើរបែរខ្នងឲ្យពន្លឺភ្លឺស្វាងហើយឈរមុខទៅរកភាពងងឹតដូច្នោះឯងឬក៏ដូចអ្នករែកដុំថ្មធំដើរទៅក្នុងផ្លូវនៃជីវិតមាត់ចេះតែស្រែកថាធ្ងន់មានអ្នកបំណងល្អស្រែកប្រាប់ទៅថាដាក់ដុំថ្មចុះហើយដើរទៅអ្នករែកដុំថ្មនោះបែរជាមើលអ្នកដែលដាស់តឿនបន្តិចរៀងបែបសង្ស័យរួចហើយក៏រែកនៅដុំថ្មដ៏ធំនោះដើរបន្តទៅទៀតព្រមដោយការពោលថាធ្ងន់សេចក្តីសម្រេចនៅក្នុងជីវិតរបស់មនុស្សនោះមានច្រើនផ្នែកមិនចាំបាច់ត្រូវតែដូចគ្នានោះទេដូច្នេះកូនស្រីម៉ែមិនចាំបាច់ត្រូវមានសេចក្តីសម្រេចក្នុងជីវិតទៅតាមតែផ្លូវមួយដូចជាអ្នកដទៃនោះឡើយពោលគឺមិនគួរស្វែងរកនៅសេចក្តីសម្រេចខាងផ្នែកវត្ថុតែម្យ៉ាងនោះទេផ្លូវដែលត្រូវគួរស្វែងរកសេចក្តីសម្រេចខាងផ្នែកផ្លូវចិត្តឲ្យច្រើនជាងខាងផ្នែកវត្ថុម៉ែមិនមែនចង់ពោលបដិសេធនៅទ្រព្យសម្បត្តិកិត្តិយសនិងមុខតំណែងនោះទេតែម៉ែចង់ដាស់តឿនកូនកុំឲ្យកូនស្រីចង់ស្រវាយកតែផ្នែកម្យ៉ាងនឹងនោះត្រូវឲ្យឃើញសេចក្តីសំខាន់ផ្នែកខាងផ្លូវចិត្តផងគឺចិត្តស្អាតនិងសេចក្តីសុខស្ងប់សេចក្តីសម្រេចខាងផ្នែកវត្ថុជារបស់ក្តៅលេីឡំដោយទុក្ខនិងកង្វល់ផ្សេងចំណែកសេចក្តីសម្រេចខាងផ្លូវចិត្តជារបស់ស្ងប់ត្រជាក់ពិតណាស់យើងត្រូវមានការងារធ្វើទៅតាមមុខនេតិដើម្បីបាននៅវត្ថុសម្រាប់ចិញ្ចឹមរាងកាយព្រមទាំងការងារបម្រើប្រទេសជាតិហើយនេះក៏ជាកិត្តិយសផងដែរប៉ុន្តែយើងមិនត្រូវភ្លេចស្វែងរកនិងសន្សំនៅគ្រឿងសម្រាប់ចិញ្ចឹមដួងចិត្តរបស់យើងផងឡើយពោលគឺគុណធម៌ដែលជាសេចក្តីល្អផ្សេងមនុស្សស្រីយើងដោយច្រើនចូលចិត្តប្រើពេលវេលាឲ្យអស់ទៅដោយការតែងកាយ
ស្វែងរកសម្ពុតអាវតាមបែបផ្សេងមកស្លៀកពាក់បង្អួតគ្នានិងប្រឡងគ្នាថាតើអ្នកណាតែងបានស្អាតជាងអ្នកណាអ្នកដទៃយ៉ាងម៉េចក៏ដោយចុះប៉ុន្តែកូនស្រីម៉ែគួរតែប្រើពេលវេលាក្នុងការតែងចិត្តឲ្យបានល្អស្អាតស្វែងរកវិជ្ជានិងអប់រំសន្សំគុណធម៌ឲ្យជាគ្រឿងប្រដាប់ចិត្តរាងកាយនេះឯងទោះជាតុបតែងទៅយ៉ាងណាក៏វានៅតែមានគ្រឿងបរិគោលស្មោកគ្រោកនិងមានក្លិនស្អុយដដែលជារៀងរាល់ថ្ងៃអភរណៈសម្ពុតអាវស្រស់ស្អាតមានតម្លៃប៉ុណ្ណាក៏ដោយលុះដល់យកមកស្លៀកដណ្ដប់ហើយក៏คล้ายទៅជាស្មោកគ្រោកមានក្លិនស្អុយទៅផងដែរជាការបញ្ជាក់យ៉ាងច្បាស់ថាមិនមានឧបាយយកឈ្នះគ្រឿងបរិគោលរបស់រូបកាយបានឡើយចំណែកដួងវិញ្ញាណឬដួងចិត្តវិញនោះកាលដែលជំរះបានស្អាតម្ដងហើយក៏ជាការបានសម្រេចនៅភារកិច្ចដោយពិតរឹងរិតតែស្អាតឡើងរឹងរិតតែភ្លឺស្វាងរឹងរិតតែភ្លឺស្វាងក៏រឹងរិតតែបានស្ងប់បាននៅសេចក្តីស្ងប់ប៉ុណ្ណាក៏ជាការបានជួបនៅភាពជាសុខនិងគុណតម្លៃរបស់ជីវិតតាមសេចក្តីពិតប៉ុណ្ណោះដែរក្នុងផ្លូវលោកបានអប់រំមនុស្សតែអំពីសិល្បៈនៃការស្វែងរកប្រកួតប្រជែងគ្នាថាតើនរណារកបានច្រើនជាងនរណាមិនបានអប់រំឲ្យរំលត់នៅសេចក្តីប្រាថ្នាក្នុងរបស់ដែលមិនចាំបាច់នោះខ្លះឡើយកាលបើដូច្នេះហើយតើប៉ុណ្ណាទៅជាការគ្រប់គ្រាន់តើពេលណាទៅបានរួចផុតអំពីភាពអន្ទះសារប្រាថ្នាចង់បានដែលវាមិនមានព្រំដែនកំណត់នោះតាមការពិតរបស់ដែលចាំបាច់ដល់ជីវិតពិតនោះមិនមែនច្រើនប្រមាណឡើយប៉ុន្តែការប្រកួតប្រជែងគ្នាក្នុងពួកមនុស្សយើងវាជារឿងមួយដោយឡែកប្រៀបបីដូចជាយកប្រេងមកចាក់ស្រោចលើអណ្ដាតភ្លើងអញ្ចឹងឯងភ្លើងនៃសេចក្តីប្រាថ្នាកាលបើត្រូវបន្ថែមគ្រឿងសម្រាប់ឲ្យឆេះហើយក៏រមែងឆេះសន្ធោសន្ធៅរហូតដល់ថ្នាក់លែងពន្លត់កើតប្រហែលដូច្នេះហើយទៅមនុស្សយើងមានកម្ដៅក្ដៅអន្ទះអន្ទែងដែលគួរឲ្យនឹកបារម្ភដល់សេចក្តីអន្តរាយផ្សេងបើយើងកំណត់សេចក្តីត្រូវការរបស់យើងឲ្យនៅក្នុងព្រំដែនល្មមប្រមាណម៉ោងពេលនៃការស្វែងរកក៏នឹងកាត់បន្ថយបានពេលដែលនៅសល់ក៏នឹងត្រូវបានមកជាពេលនៃសេចក្តីសុខស្ងប់ពោលគឺស្ងប់នៅតណ្ហានឹងឯងនោះយើងដែលស្វែងរកទ្រព្យសម្បត្តិទុកសន្ធឹកសន្ធាប់លើសលប់អំពីការចាំបាច់នោះតើយកធ្វើអ្វីបានខ្លះជីវិតរបស់យើងខ្លីណាស់មួយថ្ងៃអស់ទៅជារឿយរស់នៅមិនបានប្រមាណផងក៏ចាស់ហើយក៏ត្រៀមខ្លួនចាំស្លាប់ការសន្សំទ្រព្យទុកច្រើនលើសអំពីចាំបាច់ធ្វើឲ្យខូចពេលវេលាទៅទទេមនុស្សខ្លះមានតែវិជ្ជពាយកបាបកម្មដ៏ច្រើនទៅជាមួយផងចំណែកទ្រព្យសម្បត្តិត្រូវបានចាក់ចោលទុកឲ្យនៅក្នុងโลกនេះឯងកូនស្រីធ្លាប់បានអានប្រវត្តិសាស្ត្រក្នុងโลกក៏គង់បានដឹងហើយថាតើទ្រព្យសម្បត្តិនិងផែនដីនេះអ្នកណាយកទៅបានខ្លះដូចជាអ្នកដែលបានច្បាំងឈ្នះហើយគ្រប់គ្រងបានច្រើននគរនោះបើមានអ្នកណាគេលើកយកនៅផ្លូវថ្នល់ទាំងអស់មកឲ្យកូនក៏គង់តែប្រើថ្នល់នោះបានមិនច្រើនជាងដែលកូនប្រើសពថ្ងៃនេះឡើយប៉ុន្តែសេចក្តីធ្ងន់និងស្រាលក្នុងចិត្តវារមែងខុសគ្នាច្រើនពេលនេះការប្រើប្រាស់ផ្លូវថ្នល់ដោយការធូរស្រាលក្នុងចិត្តគឺគ្រាន់តែអាស្រ័យការប្រើប្រាស់ដោយមិនបានប្រកាន់ថាជារបស់កូនម្នាក់ឯងឡើយប៉ុន្តែបើកូនជាម្ចាស់តែម្នាក់ឯងវិញនោះភារកិច្ចផ្សេងដែលតាក់ទងនឹងផ្លូវថ្នល់ទាំងអស់ក៏មកជាមួយនឹងផ្លូវថ្នល់នោះផងដែរចូលកូនបានដឹងចុះថាការមានបាននៅអ្វីមួយនោះវារមែងមានបានមកជាមួយនឹងការថែទាំរក្សានិងកង្វល់ផ្សេងរបស់កង្វល់ទាំងនោះវានឹងប្លន់យកនៅពេលវេលារបស់កូនទៅទាំងអស់រហូតដល់កូនមិនមានពេលទំនេរសម្រាប់កូនខ្លួនឯងខ្លះឡើយម៉ែនិយាយមកនេះដើម្បីឲ្យកូនស្រីបានធូរកង្វល់ទៅនៅក្នុងរឿងសាងឋានៈនៃអនាគតពេលនេះយើងក៏មាននៅទ្រព្យល្មមកូនរៀនបានហើយជំនិះក៏មានផ្លូវថ្នល់ក៏មានសាលារៀនក៏មានទីធ្លាក៏មានវត្តអារាមក៏មានសូម្បីមិនជារបស់យើងដាច់មុខតែយើងក៏មានសិទ្ធិប្រើបានល្មមដែលយើងត្រូវការ
គ្រាន់តែត្រូវចំណាយប្រាក់ខ្លះដូចជាតម្លៃក្នុងយានជំនិះជាដើមប្រសិនបើកូនស្រីម៉ែជាម្ចាស់នៃទឹកបឹងទន្លេទាំងអស់ក្នុងលោកកូនផឹកវាក្នុងមួយថ្ងៃបានត្រឹម6 7 កែវប៉ុណ្ណោះបើជាម្ចាស់នៃសម្ពុតខោអាវទាំងអស់ក្នុងហាងឬក្នុងផ្សារកូនប្រើបានត្រឹម2 3សម្រាប់ប៉ុណ្ណោះក្នុងមួយថ្ងៃហើយវាក៏មិនមែនធ្វើឲ្យកូនទៅជាទេវតាបានដែរគង់នៅទៅជាមនុស្សដែលមានការស្រេកឃ្លានឈឺបន្ទោបង់ចរៈបសាវៈហើយត្រូវចាស់ឈឺនឹងស្លាប់ក្នុងពេលជាទីបំផុតដូច្នេះការលមោបលោភលន់ក្នុងទ្រព្យសម្បត្តិទៅជាការល្ងងខ្លៅម្យ៉ាងរបស់មនុស្សយើងវាជាដុំពពោះអាប់បិទបាំងនៅគុណតម្លៃដែលពិតប្រាកដនៃជីវិតមនុស្សចំណែករឿងរៀបការនិងរឿងគ្រួសារនោះកូនស្រីមិនចាំបាច់គិតអ្វីពេលនេះទេខំរៀនឲ្យបានសម្រេចសិនទៅពេលវេលានៅច្រើនទៀតណាស់ដែលសម្រាប់គិតគូរនោះប៉ុន្តែម៉ែសូមផ្ញើគំនិតរបស់ម៉ែក្នុងពេលនេះទុកឲ្យកូនសិនថាកូនស្រីប្រាថ្នាខ្ពស់ក៏បានតែកូនស្រីត្រូវធ្វើខ្លួនឲ្យបានខ្ពស់ផងបើកូនស្រីទេពទេតែប្រាថ្នាខ្ពស់នោះគឺកូនស្រីមិនផុតពីធ្លាក់ចុះមកនៅក្នុងដៃរបស់មនុស្សទេពជាមិនខានហើយម្យ៉ាងទៀតរឿងគូក្រងនោះមិនចាំបាច់ស្វែងរកឡើយដល់ពេលវេលាសមគូហើយក៏រមែងមកដល់ជាធម្មតាអ្នកណាចិត្តក្តៅទៅតាមតែអំណាចនៃកិលេសអ្នកនោះនឹងស្ដាយក្រោយជាមួយនឹងការបាត់បង់នៅកិត្តិយសម៉ែសង្ឃឹមថាកូនស្រីម៉ែនឹងរក្សានៅកិត្តិយសរបស់ខ្លួនកិត្តិយសគ្រួសារព្រមទាំងកិត្តិយសរបស់ប្រទេសជាតិយើងផងការរៀនបានល្អនិងការប្រព្រឹត្តល្អរបស់កូនចាត់ជាពរដ៏ប្រសើរដែលកូនឲ្យដល់ឪពុករបស់កូននិងម៉ែព្រមទាំងក្រុមគ្រួសារឪពុករបស់កូននិងម៉ែចង់ទទួលនៅពរនេះអំពីកូនច្រើនជាងពរដោយវាចាពីរោះទៅទៀតសេចក្តីល្អរបស់កូនដែលចេញពីមាត់គ្រូនិងមាត់អ្នកដទៃទៀតនោះធ្វើឲ្យពុកម្ដាយសប្បាយចិត្តរីករាយវាជារបស់ទេពម្យ៉ាងត្រង់ដែលបានឮដំណឹងថាកូនស្រីម៉ែជាមនុស្សល្អតាំងចិត្តរៀនសូត្រពិតប្រាកដវាពិតជាអាហារទេពសម្រាប់ពុកម្ដាយមែនព្រោះពុកម្ដាយនឹកដល់ពេលណាក៏ធ្វើឲ្យឆ្អែតទៅដោយបៃតិក្នុងពេលនោះឯងគ្រប់គ្រាគ្រប់ពេលវេលាពាក្យមេទាំងអស់ប្រដូចនឹងម៉ែភ្នំព្រះសម័យគឺជាមេភ្នំធំក្រៃលែងធំត្រួតត្រៃត្រឹងឋានតែគង់នៅតូចជាងម៉ែកល្យានព្រោះម៉ែត្រួតឋានព្រះព្រំមុខ4ម៉ែពិតជាធំនៅក្នុងលោកាមេតបខ្លាំងក្លាសំពះម៉ែខ្លួនទោះស្ដេចចក្រពត្តិគ្រងទ្វីបទាំង4អំណាចមមួនតែនៅខ្លាចម៉ែពាក្យមេក្នុងលោកមានច្រើនពេកក្រៃមេជើងមេដៃមេស្រុកមេស្រែពាក្យមេទាំងនោះប្រដូចនឹងម៉ែពាក្យមេហោហែគឺម៉ែទាំងអស់ព្រោះម៉ែជាធំម៉ែអ្នកបង្កើតម៉ែឲ្យកំណើតម៉ែឲ្យបៅដោះម៉ែបង្ហាត់កូនម៉ែមានចិត្តស្មោះម៉ែគឺជាកោះនៃជីវិតកូនសេដ្ឋកិច្ចនិងសិលធម៌កូនប្រុសសម្លាញ់ម៉ែកូនប្រាប់ម៉ែថាកូនលំបាកក្នុងការជិះកង់ទៅសាលារៀនកូនទាមទារចង់ឲ្យម៉ែទិញម៉ូតូឲ្យកូនជិះប៉ុន្តែម៉ែចង់ឲ្យកូនសម្លឹងមើលសិស្សជាច្រើនទៀតដែលមិនមានសំបីតែកង់ជិះពួកគេត្រូវដើរទៅរៀនក្នុងរវាងផ្លូវឆ្ងាយទៀតផងនិងត្រូវដើរត្រឡប់មកផ្ទះវិញជួនកាលក៏ដោយសារមិត្តភ័ក្តិចឹងទៅទាំងបាយទឹកនំចំណីពួកគេក៏ខ្សត់ខ្សោយជាងកូនដែរពុតក៏អាវក៏ខ្វះខាតមានក្មេងជាច្រើនទៀតមានទាំងមានសំណាងបានដើរទៅចូលរៀននឹងគេផងដោយបញ្ហាជីវភាពក្នុងគ្រួសារមានការខ្វះខាតខ្លាំងជាដើមកូនប្រុសម៉ែត្រូវមើលឲ្យឆ្ងាយមើលក្នុងរង្វង់ធំក៏មើលទៅតែលើត្រូវមើលក្រោមផងហើយក៏មើលតែខ្លួនឯងត្រូវមើលអ្នកដទៃខ្លះផងដែរមនុស្សដែលមើលតែខ្លួនឯងក៏រមែងឃើញតែខ្លួនឯងមិនឃើញដល់អ្នកដទៃផងទេយូរយូរទៅក៏คล้ายជាមនុស្សចេះគិតតែពីខ្លួនឯងមិនចេះគិតដល់អ្នកដទៃខ្លះឡើយយកតែសេចក្តីសុខសប្បាយរបស់ខ្លួនជាទីតាំងប៉ុណ្ណោះ
ម៉ែនឹងឪពុករបស់កូនបានប្រឹក្សាគ្នាហើយចាំដល់កូនចូលមហាវិទ្យាល័យសិនទើបបានទិញម៉ូតូឲ្យកូនឥឡូវម៉ែត្រូវការឲ្យកូនលំបាកក្នុងវ័យនេះវ័យដែលមានកម្លាំងមមមួនវ័យដែលត្រូវសាងកម្លាំងចិត្តឲ្យរឹងប៉ឹងហន្តីតស៊ូក្នុងឆាកជីវិតដើម្បីកូននឹងបាននៅសេចក្តីសុខសប្បាយក្នុងវ័យដែលគួរបានសម្រាកម៉ែសូមឲ្យកូនបានដឹងផងថាក្នុងឆាកជីវិតនេះកូនត្រូវតស៊ូតែម្នាក់ឯងគត់មិនមែនដូចជាការតស៊ូនៅក្នុងការប្រកួតកីឡាបាល់ទាត់ជាដើមនោះទេការប្រកួតកីឡាបាល់ទាត់បើឈ្នះក៏ឈ្នះទាំងក្រុមបើចាញ់ក៏ចាញ់ទាំងក្រុមដែរប៉ុន្តែចំពោះឆាកជីវិតនេះវិញកាលបើកូនចាញ់ចំពោះជីវិតហើយកូនមិនអាចបន្ទោសអ្នកណាបានឡើយហើយមនុស្សគ្រប់គ្នាដែលសម្លឹងមើលកូនជាអ្នកប្រកួតចាញ់ជីវិតនេះគឺគេបន្ទោសកូនតែម្នាក់ឯងប៉ុណ្ណោះបើកូនមានអំណត់អត់ធន់តស៊ូក្នុងឆាកជីវិតបានជោគជ័យមនុស្សទាំងឡាយគេអាចនឹងលើកតម្កើងដល់មេដាបិតាគ្រូអាចារ្យខ្លះផងដែរក្នុងឋានៈជាអ្នកអប់រំទូលមានព្រានបដៅចង្អុលប្រាប់ផ្លូវតែមនុស្សដែលត្រូវបានទទួលការលើកតម្កើងច្រើនជាទីបំផុតក៏គឺខ្លួនកូននឹងឯងតែម្ដងការប្រកួតចាញ់ជីវិតញាតិមិត្តបងប្អូនប្រកាសជាមិនមាននរណាម្នាក់ព្រមចាញ់ឬរួមចាញ់ជាមួយកូនឡើយអស់យ៉ាងគេគ្រាន់តែមើលដោយការអាណិតអាសូរតែប៉ុណ្ណោះប្រហែលដូច្នោះកូនត្រូវវឹកហាត់កសាងកម្លាំងចិត្តឲ្យបានរឹងប៉ឹងឲ្យចេះអត់ធន់តស៊ូដើម្បីបានជាមូលដ្ឋានដ៏ល្អនៃជីវិតរបស់ខ្លួនឯងកូនម៉ែកុំចេះទៅចម្លងរកទីពឹងអំពីខាងក្រៅឬអំពីមនុស្សដទៃនោះឡើយកូនត្រូវចេះព្យាយាមធ្វើខ្លួនឲ្យជាទីពឹងនៃខ្លួនឯងហើយត្រូវតែបញ្ញាប់បញ្ញាប់ឲ្យបានសមគួរតាមវ័យទៀតផងសូមឲ្យកូនម៉ែបានយល់ឃើញត្រូវដូច្នេះថាការចេះដឹងល្អនិងការប្រព្រឹត្តល្អជារបស់សំខាន់ក្នុងជីវិតដោយកូនបានឃើញស្រាប់ហើយពុកម្ដាយមិនមែនជាអ្នកមានទ្រព្យសម្បត្តិរហូតដល់ថ្នាក់ចាយប្រាក់ដោយមិនចាំបាច់គិតមុខគិតក្រោយនោះទេឬក៏ត្រូវយកមកបាចសាចរយរាយលេងដើម្បីសេចក្តីសប្បាយរីករាយរបស់កូនទាំងដែលខ្លួនឯងជាម៉ែឪត្រូវប្រឹងរកសឹងលៀនក្របភ្នែកនោះឡើយដូច្នេះកូនកុំចេះតែគិតប្រាថ្នាក្នុងទ្រព្យសម្បត្តិរបស់ម៉ែឪដើម្បីយកទៅប្រើប្រាស់ចាយវាយហាក់ដូចជាម៉ែឪរបស់ខ្លួនសម្បូរណាស់ឬហាក់ដូចជាបានមកដោយឥតប្រឹងប្រែងនោះឡើយបើសិនបើម៉ែមានប្រាក់នឹងទិញម៉ូតូឲ្យកូនជិះម៉ែក៏មិនមែនទិញឲ្យដើម្បីកូនរីករាយភ្លើតភ្លើននៅក្នុងពពួកមិត្តភ័ក្តិនាំគ្នាជិះហឺហាបណ្ដើស្រីញីនេះឯណោះវេរឹកអួតក្អេងក្អាងនោះឡើយរឿងនេះចាំដល់កូនចេញរកប្រាក់ខ្លួនឯងកូននឹងបានដឹងថាការរកប្រាក់នោះវាមានសេចក្តីលំបាកយ៉ាងណាហើយកូនចង់បានអ្វីកូននឹងទិញដោយខ្លួនឯងចោះចូលកូនចាំទុកថាមនុស្សណាដែលទន់ខ្សោយមិនអាចយកឈ្នះជីវិតខ្លួនឯងបានមនុស្សនោះមិនអាចកសាងខ្លួនបានឡើយព្រោះជាអ្នកទ្រាំនឹងគ្រឿងដែលនាំឲ្យត្រេកត្រអាលមិនបាននៅពេលកូនចេញពីការសិក្សាឲ្យចូលទៅធ្វើការនៅក្នុងកន្លែងណាមួយនោះចវាយនេះគេមើលកិច្ចការងាររបស់កូនច្រើនជាងសញ្ញាបត្ររបស់កូនទៅទៀតកូនត្រូវធ្វើការងារល្អមានសិលធម៌មានសេចក្តីព្យាយាមមានស្មារតីគ្រប់គ្រងខ្លួនប្រកបធ្វើតែការងារដោយសុចរិតពិចារណាមុនហើយទើបធ្វើមានការសង្រួមប្រយ័ត្នកាយវាចាចិត្តរបស់ខ្លួនជានិច្ចមិននិយាយលេះលោះមិនអួតអាងលើកតម្កើងខ្លួនប្រៀបផ្ទឹមនឹងអ្នកដទៃកូនត្រូវជាមនុស្សទន់ភ្លន់ចេះបន្ទន់អរិយាបថបិទទុកនៅសេចក្តីល្អរបស់ខ្លួនឲ្យច្រើនកុំអួតអាងគុណវិសេសអ្វីរបស់ខ្លួនឯងក្តីល្អរបស់យើងនោះទុកឲ្យអ្នកដទៃគេមើលឃើញគេនិយាយទៅចោះកុំចាំបាច់និយាយដោយខ្លួនឯងឡើយបើកូនមាននៅគុណសម្បត្តិដូចពោលមកនេះកូនត្រូវមានឈ្មោះថាអ្នកមានជីវិតរស់នៅដោយធម៌ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សរសើរថាជាអ្នកមានសេចក្តីចម្រើនក្នុងលោកយើងនេះនៅត្រូវការមនុស្សល្អទៀតច្រើនណាស់កូនកំណឹកថាមានត្រឹមតែសញ្ញាបត្រជាន់ខ្ពស់ហើយអាចបានជួបនៅសេចក្តីសម្រេចគ្រប់យ៉ាងតាមដែលបំណងប្រាថ្នានោះកូនត្រូវតែមាននៅគុណសម្បត្តិដទៃផ្សេងទៀតឲ្យបានច្រើនជាអលង្ការទើបកូនអាចមាននៅដំណើរជីវិតប្រព្រឹត្តទៅបានល្អបើប្រាសចាកនៅគុណសម្បត្តិក្តីល្អផ្សេងហើយទោះបីមានទ្រព្យច្រើនមានស័ក្តិធំមានមុខតំណែងពងពោះបណ្ណាក៏ដោយ
ក៏មិនអាចមាននៅសេចក្តីសុខដ៏ពិតប្រាកដឡើយត្រឹមតែជាការបោកបញ្ឆោតខ្លួនឯងប៉ុណ្ណោះហើយត្រូវបញ្ឆោតឲ្យរីករាយរំភើបទៅរហូតក្នុងមួយថ្ងៃរោគតម្លៃខ្លឹមសារពិតនៃជីវិតគ្មានឡើយនៅក្នុងសាលាដែលកូនរៀនក៏មានវិជ្ជាសិលធម៌សូមកូនយកចិត្តទុកដាក់សិក្សាឲ្យមែនទែនពិតមែនតែវិជ្ជាព្រះពុទ្ធសាសនាឬវិជ្ជាសិលធម៌នេះដាក់ឲ្យមានការប្រឡងក្នុងសាលាតិចតួចក៏ដោយប៉ុន្តែមនុស្សទាំងឡាយគេបានចេញវិញ្ញាសាផ្នែកសិលធម៌នេះផ្ទាល់ក្នុងជីវិតគ្រប់ពេលវេលាច្រើនជាងវិជ្ជាណានាទាំងអស់វិជ្ជានេះមានការចាំបាច់ដល់ដំណើរជីវិតច្រើនជាទីបំផុតជាការចាំបាច់ដល់ថ្នាក់ខានមិនបានតែម្ដងបើមនុស្សយើងរៀនក្នុងសាលាគ្រាន់តែដើម្បីចេញមកប្រកបអាជីពរកស៊ីចិញ្ចឹមជីវិតទេនោះតើមនុស្សនឹងជាសត្វដ៏ប្រសើរវិសេសជាងសត្វលោកប្រភេទដទៃទៀតយ៉ាងដូចម្ដេចទៅព្រោះសត្វដទៃមិនបានចូលរៀនក្នុងសាលាក៏អាចមានជីវិតរស់នៅបានដែរទាំងដែលពពួកសត្វខ្លះមើលទៅទំនងជារស់នៅសប្បាយជាងមនុស្សខ្លះទៀតផងព្រោះអាស្រ័យហេតុនេះការសិក្សាទៅគួរឲ្យមានទិសដៅពងខ្ពស់ប្រសើរជាងការសិក្សាដោយត្រឹមតែដើម្បីចិញ្ចឹមជីវិតតែម្យ៉ាងនោះគឺគួរឲ្យមានទិសដៅទៅក្នុងការអប់រំចិត្តដើម្បីឲ្យមានចិត្តខ្ពស់បានទៅជាមនុស្សចេះព្យាយាមកាត់បន្ថយនៅកិលេសព្រោះកិលេសវាជាគ្រឿងទាញចិត្តឲ្យធ្លាក់ចុះទាបនិងឲ្យថោកដូចវាដែរសេចក្តីនេះមិនមែនបានន័យថាការប្រកបមុខរបរចិញ្ចឹមជីវិតមិនសំខាន់នោះទេម៉ែដឹងហើយថាបច្ច័យ4ជារបស់ចាំបាច់សម្រាប់មនុស្សការខ្វះខាតបច្ច័យ4ធ្វើឲ្យមនុស្សលំបាកមានការរំខាននៅក្នុងចិត្តកង្វល់ដល់អនាគតនិងមានសេចក្តីដឹងខ្លួនជាទុក្ខក្នុងរឿងផ្សេងប៉ុន្តែការខ្ជិះខ្ជាយចាយវែងមិនគិតវាក៏ធ្វើឲ្យមនុស្សប្រឈមមុខនឹងទុក្ខកង្វល់បានដែរដូច្នេះកូនត្រូវចេះគិតឲ្យមែនទែនម៉ែសូមបញ្យល់កូនអំពីសិលធម៌និងសេដ្ឋកិច្ចនៅក្នុងជីវិតប្រចាំថ្ងៃសេដ្ឋកិច្ចដែលពិតប្រាកដរមែងមិនទាស់នឹងច្បាប់សិលធម៌ក៏ដូចគ្នាដែរគឺសិលធម៌ពិតប្រាកដត្រូវតែមានសេដ្ឋកិច្ចដែលល្អប្រព្រឹត្តទៅព្រមគ្នាកូនត្រូវយល់ពាក្យទាំងអស់នេះដូចតទៅសេដ្ឋកិច្ចដែលពិតប្រាកដត្រូវតែមិនប្រជែងយកប្រៀបលើគ្នាគឺត្រូវធ្វើដោយការលះបង់ដើម្បីសេចក្តីសុខដល់អ្នកដទៃដែលមានទំនាក់ទំនងជាមួយគ្នាឃើញអ្នកដទៃប្រហែលនឹងខ្លួនឯងដែរទើបមិនមានការយកប្រៀបលើគ្នានេះឯងគឺជាសិលធម៌ដ៏ពងខ្ពស់កាលបើដូចនេះសិលធម៌ដែលពិតប្រាកដត្រូវតែជាសិលធម៌ដើម្បីការរស់នៅដ៏ល្អប្រសើររបស់មនុស្សជាតិនិងដើម្បីសុវត្ថិភាពនៃសង្គមនឹងឯងគឺមិនមែនជាសិលធម៌ដែលអណ្ដែតទៅខ្ពស់ផុតពីសេចក្តីពិតនៃជីវិតរបស់មនុស្សនោះឡើយដូច្នេះសិលធម៌និងសេដ្ឋកិច្ចត្រូវតែដើរទៅព្រមគ្នាទើបនឹងឲ្យនៅសេចក្តីសុខសាន្តដល់មនុស្សក្នុងសង្គមទៅបានសូមឲ្យកូនសាកគិតមើលបើមនុស្សក្នុងសង្គមរបស់យើងមានបាននៅទ្រព្យល្មមប្រើប្រាស់និងល្មមហូបចុកហើយឬក៏ច្រើនបរិបូរជាងនឹងទៅទៀតក៏ដោយតើវាអាចបញ្ចប់នៅបញ្ហាឬតាមពិតមនុស្សក៏នៅតែឆ្លោះដណ្ដើមគ្នាវាយបន្ទប់គ្នាដណ្ដើមទ្រព្យបៀតបៀនសម្លាប់គ្នាចំណែនឈ្នានីសគ្នានិងជាបាតគ្នាជាដដែលព្រោះមនុស្សមានក្រពះតណ្ហាបើភ្លៀងធ្លាក់ចុះមកនៅដុំមាសមនុស្សក៏នៅតែកាប់សម្លាប់គ្នាដើម្បីដណ្ដើមដុំមាសនឹងឯងព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាសំបីភ្នំមាសពីរក៏មិនល្មមដល់សេចក្តីត្រូវការរបស់មនុស្សម្នាក់ដែរគង់តែទៅដណ្ដើមនៅភ្នំមាសអ្នកដទៃទៀតជាមិនខាននេះព្រោះតែការមិនចេះគ្រប់គ្រាន់នៃមនុស្សលោកព្រោះដូច្នេះការសិក្សាត្រូវតែឲ្យមានការចម្រើនផ្លូវចិត្តលះបង់នៅការលោភលន់ការខឹងក្រោធនិងសេចក្តីល្ងងទៅព្រមជាមួយគ្នានឹងការចម្រើននៅចំណេះដឹងទៅជាការបានសម្រេចនៅទិសដៅនៃការសិក្សាបើមិនដូច្នោះទេការសិក្សានោះឯងនឹងវិលត្រឡប់មកសម្លាប់អ្នកសិក្សាខ្លួនឯងវិញព្រោះការសិក្សាដោយគ្រាន់តែដើម្បីបានជាឧបករណ៍នៃកិលេសប៉ុណ្ណោះរបៀបដូចគេចាប់អាសេរពឹសត្រង់កន្ទុយអញ្ចឹងឯងការប្រព្រឹត្តធម៌ជារបស់ដ៏សំខាន់នៅក្នុងសង្គមមនុស្សតែមនុស្សយើងច្រើនតែមើលមិនឃើញសេចក្តីសំខាន់នេះ
ប្រៀបដូចការមើលឃើញភាពល្អស្អាតនៃដើមឈើតែមើលមិនឃើញនៅឫសដែលជារបស់ដ៏សំខាន់ក្រៃលែងក្នុងការចម្រើននៃដើមឈើនោះដូច្នោះឯងបើមនុស្សលើផែនដីនេះអត់អាហារបរិភោគមួយថ្ងៃវាមិនជាគ្រោះថ្នាក់អ្វីដែលនាំឲ្យស្លាប់នោះឡើយតែបើមនុស្សគ្រប់គ្នាអត់សិលធម៌ទៅវិញដោយត្រឹមតែមួយផ្លេតប៉ុណ្ណោះដូចជាអត់សិលទី1នៅក្នុងសិល5មនុស្សត្រូវសម្លាប់គ្នាស្លាប់រាប់ចំនួនមិនអស់នាំឲ្យមានសេចក្តីក្តៅក្រហាយដ៏ខ្លាំងក្លាកើតឡើងសេចក្តីនេះជាការបញ្ជាក់ឲ្យឃើញថាការប្រព្រឹត្តធម៌មានសេចក្តីសំខាន់ដ៏ក្រៃលែងគឺជាឫសគល់នៃសន្តិសុខក្នុងពិភពលោកដើម្បីឲ្យកូនបានឃើញនៅសម្បត្តិដ៏មានតម្លៃនៅក្នុងជីវិតពិតម៉ែសូមឲ្យកូនតាំងចិត្តធ្វើជាមនុស្សល្អជាយាមស្វែងរកចំណេះដឹងមកដាក់ខ្លួនកូនត្រូវប្រើវេលាឲ្យមានប្រយោជន៍ដោយការអានទីភៅផ្សេងដូចនេះកូនអាចជជែកជាមួយអ្នកប្រាជ្ញបានគ្រប់គ្នាដោយការអានទីភៅរបស់លោកសូមកូនកុំសម្លាប់ពេលវេលាឬផាត់ពេលវេលាចោលអីសោះបុគ្គលណាសម្លាប់ពេលវេលាជារឿយពេលវេលានឹងត្រឡប់បែរមកសម្លាប់នៅបុគ្គលនោះវិញឲ្យជាមនុស្សស្លាប់ទាំងរស់ពោលគឺធ្វើឲ្យបុគ្គលនោះឯងរស់នៅយ៉ាងឥតប្រយោជន៍មានតែបង្កនៅទុក្ខទោសឲ្យដល់ខ្លួនឯងនិងដល់សង្គមទៀតផងមានមនុស្សចំនួនច្រើនណាស់ដែលធ្វើការទន្ទឹងតែប្រាក់ខែបន់ឲ្យតែឆាប់ដាច់ខែនឹងបានបើកប្រាក់តើគេមាននឹកទេថាមួយខែដែលកន្លងទៅជីវិតត្រូវអស់មួយខែតើជីវិតមួយខែគេកំណត់តម្លៃប៉ុន្មានបានប្រាក់មកតែជីវិតត្រូវអស់សេចក្តីស្លាប់ចូលមកចិត្តគ្រប់ដង្ហើមសេចក្តីល្អដែលត្រូវធ្វើមានច្រើនណាស់ការងារចិញ្ចឹមជីវិតដែលត្រូវធ្វើក៏មានច្រើនដែរធ្វើយ៉ាងណាក៏មិនចេះអស់តែហេតុដូចម្ដេចណទើបចេះតែមានមនុស្សនិយាយថាមិនដឹងធ្វើអ្វីហើយក៏បោះបង់ពេលវេលាចោលគួរឲ្យស្ដាយណាស់ធម្មជាតិបានឲ្យពេលវេលាដល់មនុស្សយើងស្មើគ្នាក្នុងមួយថ្ងៃអ្នកណាយកទៅធ្វើអ្វីក៏បានបើគេប្រើពេលវេលាឲ្យមានប្រយោជន៍ជីវិតរបស់គេក៏មានប្រយោជន៍ក្នុងថ្ងៃនេះម៉ែដាស់តឿនកូនបន្ថែមបន្តិចទៀតថាអ្វីដែលកូនចង់បានតាមចំណង់ចិត្តនោះវាមិនអាចធ្វើឲ្យកូនបានឆ្អែតគ្រប់គ្រាន់ឡើយរបៀបដោយកូនកាលពីមិនទាន់បានកង់ហើយទាម៉ែទិញកង់ដូច្នោះឯងឥឡូវមិនទាន់បានប្រមាណផងឃើញតែកូនធុញទ្រាន់នឹងកង់ទៅហើយបញ្ជាក់ឲ្យឃើញថាកូនខ្វះអំណត់អត់ធន់ខ្វះការតស៊ូព្យាយាមខ្វះធัวសន្តោសដូច្នេះកាលបើកូននៅតែខ្វះគុណធម៌ទាំងនេះជារៀងរហូតនោះកុំនិយាយត្រឹមតែម៉ូតូទោះបីជាកូនបានរថយន្តក៏កូនមិនឆ្អែតឡើយសូមកូនម៉ែគ្រប់គ្រាន់ក្នុងពេលនេះតែម្ដងទៅគុណសម្បត្តិរបស់ស្ត្រីរបស់របរប្រើប្រាស់ក្នុងផ្ទះកាលបើមានប្រាក់ល្មមទិញប្រើបានក៏ទិញប្រើទៅព្រោះជារបស់ចាំបាច់ក្នុងជីវិតប្រចាំថ្ងៃមិនគួរកំណាញ់ស្វិតឲ្យជីវិតរស់នៅលំបាកលំបិននោះឡើយយ៉ាងទៀតមិនត្រូវជៀសខ្ជាយរហូតដល់ទៅថ្នាក់មិនដឹងតម្លៃសម្បត្តិទ្រព្យមិនដឹងតម្លៃមាសប្រាក់ដែលរកបានមកដោយលំបាកនោះទេការរៀបចំជីវិតឲ្យរស់នៅក្នុងរវាងកណ្ដាលនៃសេចក្តីកំណាញ់និងការខ្ជិលខ្ជាយនេះឯងគឺជាការងាររបស់មនុស្សម៉ាត់ឆ្យាត់គឺជាមនុស្សដែលរៀបចំជីវិតឲ្យស្ថិតនៅត្រង់កណ្ដាលនៃសេចក្តីមិនល្អផ្សេងគុណធម៌គ្រប់យ៉ាងរមែងមានការប្រព្រឹត្តទៅជាផ្លូវកណ្ដាលទាំងអស់ព្រោះដូច្នេះបើកូនត្រូវការពោកណាព្រោះដូច្នេះបើកូនត្រូវការកពូននៅគុណធម៌របស់ខ្លួនក៏សូមឲ្យកូនកាន់យកផ្លូវកណ្ដាលតួយ៉ាងដូចជាសេចក្តីក្លាហានត្រូវតែនៅរវាងការភ័យខ្លាចផ្ដេសផ្ដាសនិងការប្រហើនកោងកាចសេចក្តីក្លាហាននេះទៅជាគុណធម៌ឬដូចជាសេចក្តីព្យាយាមដែលនៅកណ្ដាលរវាងការខ្ជិលនិងការប្រឹងជ្រុលក្តីព្យាយាមនេះទៅជាគុណធម៌ល
កូនបានប្រាប់ម៉ែថាសិស្សរួមថ្នាក់របស់កូនខ្លះគេមានការរស់នៅដោយការចាយវាយជាខ្ជាយសប្បាយរីករាយមាននៅទ្រព្យសម្បត្តិនិងមនុស្សដែលតាមបម្រើសេចក្តីត្រូវការច្រើនសន្ធឹកសន្ធាប់ចង់ទៅលេងឯណាក៏ទៅបានចង់បរិភោគអ្វីក៏បរិភោគបានចំណែកកូនមិនអាចធ្វើយ៉ាងនេះបានឡើយម៉ែមានការពេញចិត្តនិងសប្បាយចិត្តនៅត្រង់ដែលកូនមិនអាចធ្វើដូចនោះបានការធ្វើតាមតែចិត្តខ្លួនឯងនិងការបានសពគ្រប់តាមតែចិត្តចង់ក្នុងវ័យបឋមនោះនឹងសាងឧបនិស្ស័យមិនល្អក្នុងខ្លួនក្មេងការបើឧបនិស្ស័យបែបនេះមមតំក្នុងសន្តានក៏រមែងមានផលអាក្រក់ទៅខាងចុងតាមតែកម្លាំងនៃឧបនិស្ស័យមិនល្អនេះឯងម៉ែសូមឲ្យកូនចេះគិតខ្លាចរឿងនេះក្នុងជីវិតផងក្មេងៗសពថ្ងៃដោយច្រើននៅតាមទីក្រុងនិយមហឺហាចូលចិត្តដើរលេងឥតប្រយោជន៍សប្បាយរីករាយចាយប្រាក់ឥតគិតមិនចូលសាលាមិនចូលផ្ទះមានគ្នាប្រុសស្រីផ្ដេសផ្ដាស់ក្មេងប្រុសចេះផឹកស្រាជក់បរិយបណ្ដាលស្រីបំផ្លាញប្រាក់លាក់ម៉ែឪនៅតាមខេត្តបញ្ជូនកូនស្រីខ្លះប្រុសខ្លះឲ្យមករៀននៅភ្នំពេញមានកូនដែលមិនចេះអាណិតដល់ម៉ែឪរបស់ខ្លួនយកប្រាក់មកដើរលេងភ្លើតភ្លើនហើយប្រាប់ទៅម៉ែឪថាប្រាក់មិនគ្រប់ព្រោះត្រូវការរៀនច្រើនម្ល៉េះហើយម៉ែឪត្រូវប្រឹងរកប្រាក់បែកញើសហូរញើសត្រំខំថ្មិញអត់ធ្មត់ដើម្បីកូនបានរៀនបន្តពេលខ្លះត្រូវបង្ខំពេកក៏លក់ស្រែលក់ចម្ការលក់គោលក់ក្របីក៏មានកូនខ្លះល្ងងដូចក្របីចេះដូចឆ្មាម៉ែឪអន់ចិត្តលន់មាត់ពោលថាលក់គោឲ្យក្របីរៀនក្របីមែននៅក្រាន់បើជាងទោះបីល្ងងម្ដេចម្ដាក៏គង់អាចប្រើបានជាគ្នាទេងនឹងគាល់ឬអូសរទេះប៉ុន្តែកូនដែលល្ងងនោះគិតតែបំផ្លាញប្រាក់ម៉ែឪទោះបីម៉ែឪឬក៏លោកគ្រូអ្នកគ្រូខំទូលមានព្រានប្រដៅយ៉ាងណាក៏ដោយក៏នៅតែប្រហែលគ្នានឹងនិយាយឲ្យឆ្មាស្ដាប់បង្ករឿងរំខានមិនចេះចប់កូនស្រីម៉ែសូមឲ្យកូនស្រីមានសួស្តីសេរីភ័ព្វតាមធម្មជាតិគឺជាស្រីដែលមាននៅគុណសម្បត្តិរបស់ស្រីល្អប្រសើរក្នុងភាពជាស្រីគួរឲ្យស្រឡាញ់ព្រោះមានសភាពជាស្រីមានខ្លួនសង្រួមជានិច្ចមានសេចក្តីសប្បាយរីករាយនៅក្នុងភាពជាស្រីល្អតាមធម្មជាតិកូនស្រីមិនចាំបាច់លេងខ្លួនឆើតឆាយខ្លាំងពេករហូតដល់បាត់បង់នៅសម្បត្តិចរិយារបស់ខ្លួនជាស្រីនោះឡើយកូនស្រីម៉ែត្រូវវឹកហាត់អប់រំខ្លួនឲ្យជាមនុស្សមមតំរៀបចំជីវិតទៅតាមឋានៈឲ្យបានសមរម្យដល់ខ្លួនឯងប្រៀបបីដូចជាផ្កាយដែលមានកោចរទៅតាមវិថីរបស់ខ្លួនមិនមែនជាស្លឹកឈើជ្រុះដែលចេះតែរសាត់ទៅតាមខ្យល់បក់ផាត់នោះទេមនុស្សប្រភេទផ្កាយនេះមានតិចក្នុងលោកប៉ុន្តែច្រើនតែបានជួបប្រសពនៅសេចក្តីសម្រេចដល់ប្រពៃក្នុងជីវិតបានទទួលនៅសេចក្តីសុខដល់ប្រណិតសុខុមមានសន្តិភាពក្នុងចិត្តនិងជាតួយ៉ាងដ៏ល្អប្រសើររបស់អ្នកដែលត្រូវការសេចក្តីសុខក្នុងផ្នែកនេះមនុស្សស្លឹកឈើជ្រុះគឺស្រេចហើយតែលោកធម៌នាំទៅរសាត់ទៅតាមសម័យនិយមនៅក្នុងសង្គមរហូតដល់បាត់បង់អស់នៅខ្លឹមសារពិតរបស់ខ្លួនឯងវល់តែវង្វេងជាមួយនឹងអ្វីដែលសម្បកក្រៅមិនដឹងថាអ្វីដែលជាគុណតម្លៃពិតនិងអ្វីដែលគ្រាន់តែជារបស់คล้ายคล้ายប៉ុណ្ណោះឡើយរឿងទាំងអស់នេះមិនមែនមានតែចំពោះក្នុងក្រុមក្មេងៗនោះទេមនុស្សធំមនុស្សចាស់ក៏ដូចគ្នាកុំនឹកថាជាមនុស្សធំហើយចាស់ហើយវារមែងល្អទៅឯងនោះមនុស្សដែលមិនសិក្សាធម៌មិនបប្រតិបត្តិធម៌មិនអប់រំខ្លួនឲ្យនៅក្នុងសេចក្តីសង្រួមរឹងរិតតែធំប៉ុណ្ណាកិលេសដែលវាមានទម្លាប់ជាឧបនិស្ស័យក៏ចម្រើនធំធាត់ឡើងប៉ុណ្ណោះដែរច្រើនដោយលេបយោសេចក្តីសរសើរនឹងការលើកតម្កើងហើយថាបើដឹងមិនតាន់មិនឃើញទោសទេក៏ជាការបើកឱកាសចំហផ្លូវឲ្យកិលេសហូរចូលមកនៅក្នុងចិត្តសន្តានណែនក្រាស់ក្រៃលែងដូចជាការលើកតម្កើងខ្លួនការវង្វេងនឹងខ្លួនឯងការមិនព្រមទទួលយកសេចក្តីពិតចាយវេជាខ្ជាយប្រកួតប្រជែងសម្ដែងខ្លួន
ឬស្យាឈ្នានេះមយាលៈពុតនួតអួតអាងសពគ្រប់បែបយ៉ាងជាដើមកិលេសនិងសេចក្តីអាក្រក់ក្នុងខ្លួននឹងកាត់បន្ថយទៅបានគឺចំពោះតែអ្នកដែលបានសិក្សាពធបរិបត្តិពធយ៉ាងត្រឹមត្រូវព្រមទាំងអប់រំខ្លួនឯងឲ្យតាំងនៅក្នុងសេចក្តីសង្រួមតែប៉ុណ្ណោះម៉ែសូមឲ្យកូនបានយល់ចូលចិត្តថាទម្លាប់គឺជាឧបនិស្ស័យក្នុងសន្តានមិនថាផ្លូវល្អឬផ្លូវអាក្រក់ឡើយវារមែងដូចជាព្រៃដែលចេះតែដុះច្រើនឡើងក្រាស់ឡើងកាន់តែច្រើនថ្ងៃគឺកាន់តែណែនក្រាស់កាលបើកូនបានដឹងយ៉ាងនេះហើយសូមកូនអប់រំវឹកហាត់ខ្លួនឲ្យធ្លាប់ទៅតែនៅក្នុងផ្លូវល្អកុំទម្លាប់ក្នុងផ្លូវមិនល្អឡើយបើកូនចង់តាមតែចិត្តខ្លួនឯងដោយការចាយវាយជៀសជាយមិនគិតដើរលេងសប្បាយរីករាយហឺហាម៉ែសូមឲ្យកូននឹកដល់មនុស្សជាច្រើនអ្នកទៀតក្នុងប្រទេសយើងដែលមានភាពក្រីក្រលំបាកខ្វះខាតអាហារបរិភោគខ្វះខាតសម្លៀកបំពាក់ខ្វះខាតផ្ទះសម្បែងនិងខ្វះខាតថ្នាំកែរោគព្រមទាំងខ្វះអ្នកជួយមើលថែទៀតផងសូមកូនក៏មើលតែខ្លួនឯងម៉ែសូមឲ្យកូនមើលទៅមនុស្សជុំវិញខ្លួនផងរួចហើយមើលឲ្យទលំទលាយទៅឆ្ងាយកូននឹងឃើញពួកមនុស្សដែលរួមកើតក្នុងលោកជាមួយយើងកំពុងមានសេចក្តីទុក្ខលំបាកពាសពេញផែនដីជីវិតរស់នៅរបស់មនុស្សយើងមានទុក្ខច្រើនមានសេចក្តីចង្អៀតចង្អល់ច្រើនយ៉ាងទៀតជីវិតម្នាក់ក៏មិនយឺនយូរប្រមាណដែរព្រោះដូច្នេះម៉ែសូមឲ្យកូនមាននៅសេចក្តីព្យាយាមអត់ធន់ក្នុងការសិក្សាអត់ធន់ក្នុងការងារដែលជាមុខនាទីរបស់ខ្លួនកុំឲ្យពេលវេលាកន្លងទៅដោយឥតប្រយោជន៍ឡើយបើនៅក្នុងវ័យសិក្សាបែរជាមិនចង់សិក្សារៀនសូត្ររវល់តែចង់សប្បាយរីករាយក្នុងការដើរលេងដល់វ័យធ្វើការក៏រកការងារអ្វីប្រកបវិជ្ជាមិនបានលោះហើយក៏បានទៅជាមនុស្សមិនថ្លៃថ្នូរដោយបុរាណភាសិតបានពោលថាអ្នកបួសមិនសង្រួមមិនល្អរហោះឥតរបរមិនថ្លៃថ្នូរលុះដល់វ័យចាស់ក៏ដល់នៅសេចក្តីលំបាកដោយប្រការផ្សេងម៉ែនិយាយនេះមិនរួមដល់ជីវិតនៃអ្នកដែលមិនមាននៅឱកាសបានសិក្សារៀនសូត្រព្រោះហេតុណាមួយនោះឡើយគឺម៉ែនិយាយចំពោះតែក្មេងដែលមានឱកាសហើយតែមិនព្រមឆក់ឱកាសនោះទុកបណ្ដោយឲ្យឱកាសកន្លងទៅដោយមិនអាចវិលត្រឡប់មកវិញបានដែលជាយាមនោះសំបីយើងត្រូវមានការហត់នឿយខ្លះក្នុងកាលខាងដើមតែយើងនឹងបានផលល្អហើយរីករាយនៅខាងចុងប្រៀបដូចយើងស្រោចទឹកដើមឈើនៅគល់ប៉ុន្តែមានផលនៅខាងចុងដូច្នោះឯងកូនម៉ែត្រូវមានខន្តីជាទឹកមានចិត្តនឹងថឹងជាជីដើម្បីជួយផ្គងឲ្យសេចក្តីជាយាមប្រព្រឹត្តទៅបានស្មើល្អកូនកុំធ្វើអ្វីហឺហាខ្លាំងក្លាបានតែមុនដំបូងរបៀបដូចភ្លើងឆេះច្បើងនោះកូនត្រូវពិចារណាចំពោះការងារជាមុនឲ្យហើយស្រេចឃើញថាសមគួរដល់ខ្លួនហើយកូនត្រូវតែអត់ធន់និងព្យាយាមធ្វើរហូតដល់បានទទួលនៅសេចក្តីសម្រេចតាមដែលបានគិតទុកកាលបើកូនបានជួបប្រសពនៅសេចក្តីសម្រេចក្នុងរឿងមួយហើយរមែងជាហេតុនាំឲ្យកូនបានជួបប្រសពនៅសេចក្តីសម្រេចក្នុងរឿងដទៃច្រើនមុខទៀតនេះព្រោះអាស្រ័យសេចក្តីព្យាយាមនិងសេចក្តីអត់ធន់ពីខាងដើមនឹងឯងប៉ុន្តែម៉ែសូមដាស់តឿនកូនថាទោះបីកូនបានជួបប្រសពនៅសេចក្តីសម្រេចច្រើនមុខយ៉ាងណាក៏ដោយសូមកុំឲ្យកូនតម្កើងខ្លួនសូមឲ្យកូនចេះគោរពអ្នកដទៃឲ្យបានត្រឹមត្រូវបន្ទាបកាយបន្ទន់ចិត្តជានិច្ចបើកូនធ្វើបានដូចនេះកូនមិនមានផ្លូវនៃសេចក្តីវិនិច្ឆ័យឡើយនឹងមានតែសេចក្តីចម្រើនច្រើនឡើងនិយាយមកដល់ត្រង់នេះម៉ែមានសេចក្តីសង្ស័យកើតឡើងថាដូចម្ដេចបានជាសិស្សសាលាចំនួនច្រើនបានជួបគ្រូហើយហួសទៅដោយមិនសម្ដែងការគោរពចំពោះគ្រូជួបគ្រូទីណាក៏ធ្វើហាក់ដូចជាមិនស្គាល់មិនមានការរាក់ទាក់គួរសមតាមបែបសិស្សនឹងគ្រូអ្វីសោះអញ្ចឹងឬក៏គេខ្មាស់ថាគ្រូរបស់គេមានការអោនថយយ៉ាងនេះមួយយ៉ាងនោះមួយក្នុងរឿងនេះចំពោះគ្រូមិនជាអ្វីឡើយតែសេចក្តីសាបសូន្យនឹងធ្លាក់ទៅលើសិស្សនោះជាពិតប្រាកដយ៉ាងហោចណាស់ក៏សាបសូន្យនៅគុណសម្បត្តិម្យ៉ាងក្នុងខ្លួនទៅហើយដែរម៉ែសូមឲ្យកូនជាមនុស្សទន់ភ្លន់ទាំងកាយទាំងចិត្តគោរពដឹងគុណគ្រូស្មើដើមស្មើចុងកូនម៉ែត្រូវតែជាមនុស្សមានគុណសម្បត្តិឲ្យបានគ្រប់គ្រាន់
ដោយពាក្យចាស់បានពោលថាងើយស្កកអោនដាក់គ្រាប់មេឃក្រូចដែលមានផ្លែក្នុងចំការហាក់ដូចជាបន្ទាបខ្លួនគោរពមនុស្សគ្រប់គ្នាដែលដើរទៅមកចំណែកមេឃក្រូចដែលងាប់ឬគួស្រូវដែលស្កករឹងកញ្ញាងមើលទៅមិនមានភាពល្អល្អះគួរឲ្យរីករាយដូចជាមេឃដែលមានផ្លែឬគួស្រូវដែលដាក់គ្រាប់នោះឡើយការទន់ភ្លន់អោនលំទោននិងរឹកពីសភាពរាបសារមិនមែនជាគ្រឿងសម្គាល់នៃភាពទន់ខ្សោយដោយប្រការណាមួយទេតាមពិតគឺជាគ្រឿងសម្គាល់នៃភាពរឹងប៉ឹងមាំមួនដែលជាលក្ខណៈនៃមនុស្សល្អសូមកូនចាំទុកថាទន់ភ្លន់ចំពោះអ្នកស្មើគ្នាជាមនុស្សសភាពរាបសារទន់ភ្លន់ចំពោះអ្នកទេពជាងជាមនុស្សមានចិត្តខ្ពស់ទន់ភ្លន់ចំពោះមនុស្សទូទៅជាអ្នកផុតចាកភ័យកាលបើយ៉ាងនេះដូចម្ដេចបានជាសិស្សត្រូវទន់ភ្លន់ជាមួយលោកគ្រូអ្នកគ្រូដែលជាអ្នកខ្ពង់ខ្ពស់ជាងខ្លួនមិនបាននោះបើថាមើលឃើញគាត់ទៀបជាងខ្លួនដោយទ្រព្យសម្បត្តិជាដើមការទន់ភ្លន់ចំពោះគាត់ក៏សម្ដែងថាជាអ្នកមានគុណធម៌ខ្ពស់ឬមានចិត្តខ្ពស់សូម្បីមិនបាននឹកថាជាគ្រូអាចារ្យរបស់ខ្លួនទេគ្រាន់តែជាមនុស្សទូទៅការទន់ភ្លន់ចំពោះគាត់ក៏នាំឲ្យរួចផុតអំពីភ័យផងដែរបើកូនម៉ែមានភាពទន់ភ្លន់ចេះគោរពឲ្យបានសមគួរតាមឋានៈកូនម៉ែមានតែសេចក្តីចម្រើនដោយចំពោះគឺកូនស្រីគួរទន់ភ្លន់បន្ទន់កាយរៀបរយរឹកពេលឲ្យបានប្រពៃមែនទែនរឹងរិតតែសភាពទន់ភ្លន់ច្រើនប៉ុណ្ណាក៏រឹងរិតតែមានតម្លៃច្រើនប៉ុណ្ណោះកូនកុំនឹកច្រឡំថាគុណសម្បត្តិបែបនេះវាហួសសម័យទៅហើយនោះតាមពិតគុណសម្បត្តិបែបនេះគឺត្រូវការជាចាំបាច់បំផុតព្រោះជារបស់ក្រកម្ររកបានក្នុងសម័យសពថ្ងៃនេះទៀតផងឪពុករបស់កូនធ្លាប់បាននិយាយថាស្ត្រីជាធនធានមនុស្សដ៏មានគុណតម្លៃច្រើនបំផុតច្រើនរហូតដល់ទៅមិនដឹងថាប្រមាណប៉ុណ្ណាស្ត្រីជាធនធានដ៏ល្អក្រៃលែងជាងទ្រព្យសម្បត្តិដែលមនុស្សយើងមានស្ត្រីជានិមិត្តរូបនៃសេចក្តីអត់ធន់ការលះបង់ខ្ពស់និងភាពទន់ភ្លន់ស្រគត់ស្រគំនិងនួនសុភាពរាបសារស្ត្រីជាកម្លាំងចិត្តស្ត្រីមានតម្លៃជាងថ្ងៃសៅរ៍ថ្ងៃអាទិត្យឬក៏ថ្ងៃដទៃទៀតដែលជាថ្ងៃឈប់សម្រាកអំពីការងារស្ត្រីជាអ្នកលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីមនុស្សដែលខ្លួនស្រឡាញ់ដូចជាបុត្រធីតាឬក៏ស្វាមីមានសេចក្តីអត់ធន់យ៉ាងខ្ពស់ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនឲ្យបានរស់ដល់ធំមានការគ្រប់គ្រងទៅលើការបរិភោគការសម្រាកការសិក្សារៀនសូត្រជាដើមរបស់កូនមានការទទួលខុសត្រូវក្នុងរឿងគ្រួសារសពគ្រប់អាចធន់ទ្រាំទទួលទុកបានច្រើនរឿងក្នុងពេលដែលបរិសុទ្ធជាស្វាមីចេញទៅភ្លើតភ្លើនរីករាយជាមួយមិត្តភ័ក្តិជាមួយសុរាជាមួយនារីដតីលក្ខឪពុកកូនបាននិយាយបញ្ជាក់ដល់រឿងនេះថាគាត់ធ្លាប់ឃើញមេសំណក់និងមេឆ្មាអត់ធន់ចិញ្ចឹមកូនយ៉ាងគួរឲ្យអាណិតក្នុងពេលវេលាដែលឈ្មោលបានទុកកូនឲ្យហើយក៏លះបង់ចោលមេបាត់ទៅមនុស្សប្រុសដែលមានសភាពដូចជាសំណក់និងឆ្មាឈ្មោលក៏មានបន្តិចនៅក្នុងលោកប៉ុន្តែដែលឪពុកកូនបានពោលមកនេះមិនមែនបានសេចក្តីថាស្ត្រីសុទ្ធតែល្អក្រៃលែងទៅទាំងអស់គ្រប់គ្នានោះទេដែលជាមនុស្សស្ត្រីមិនល្អថោកថយក៏មានដែរព្រោះការប្រព្រឹត្តខុសអំពីលក្ខណៈរបស់ស្ត្រីសូមកូនម៉ែយល់ដឹងថាឲ្យតែជាមនុស្សទោះជាស្ត្រីឬប្រុសក៏សុទ្ធតែល្អប្រសើរតាមធម្មជាតិទាំងអស់ព្រោះកំណើតមនុស្សកើតអំពីកុសលកម្មប៉ុន្តែដែលមានមនុស្សមិនល្អនោះដោយសារខ្វះស្មារតីគ្រប់គ្រងខ្លួននឹងឯងឪពុករបស់កូនមិនយល់ស្របក្នុងរឿងប្រកួតបវរកញ្ញាគ្រប់ប្រភេទចំណែកម៉ែក៏ដូចគ្នាព្រោះយល់ឃើញថាវាជាការទម្លាយសេរីរបស់ស្ត្រីទៅវិញទេនាងមិនគួរព្រមខ្លួនចូលមកជាគ្រឿងលេងរបស់សង្គមឡើយនាងមិនមែនជាបាក់សីតូចក្នុងទ្រង់មាសដែលដើរដែលឈួរឲ្យមនុស្សជ្រើសរើសថាមួយណាល្អដាច់គេហើយក៏ចងបោឲ្យទៅនោះទេសូម្បីនាងបានទទួលតំណែងលេខ1ប្រចាំប្រទេសឬប្រចាំពិភពលោកក៏ដោយក៏មិនមែនពិតថា
នាងល្អបំផុតក្នុងប្រទេសឬក្នុងពិភពលោកនោះឡើយព្រោះនៅមានស្ត្រីដែលល្អជាងនាងច្រើនណាស់ដែលគេមិនព្រមចូលមកប្រកួតមិនព្រមដាក់ខ្លួនឲ្យទៅជាគ្រឿងលេងរបស់សង្គមម៉ែយល់ថាកិច្ចការនេះគួរតែមិនចាំបាច់ឲ្យមានក្នុងសង្គមឡើយថ្ងៃនេះម៉ែបានពន្យល់កូនវែងឆ្ងាយណាស់ហើយកូនចូលចិត្តស្ដាប់ពាក្យឪពុកម្ដាយទូលមានធ្វើឲ្យឪពុកម្ដាយមានសេចក្តីសុខក្នុងចិត្តម៉ែសូមឲ្យពរដល់កូនសូមឲ្យកូនម៉ែសម្បូរទៅដោយគុណសម្បត្តិដោយបានពោលហើយនោះគឺជាសេចក្តីសុខរបស់ម៉ែហើយក៏ជាពរដែលកូនកបីជូនត្រឡប់ឲ្យដល់ឪពុកម្ដាយរបស់កូនវិញដែរអវាទម៉ែចុងក្រោយបើកូនម៉ែជាយាមហាត់អត់ធន់ចំពោះរឿងបន្តិចបន្តួចបន្តបន្សំបានក៏មិនចាំបាច់ត្រូវទៅអត់ធន់ក្នុងរឿងធំដែរមានរឿងដែលគួរឲ្យប្លែកមួយក្នុងមនុស្សយើងគឺមានមនុស្សមិនតិចអ្នកឡើយដែលមិនអាចអត់ធន់ចំពោះពាក្យសួកសៀតចាក់ដោតនិងការមើលងាយពីអ្នកដទៃបានរហូតដល់ទៅសម្លាប់គេប៉ុន្តែបែរទៅជាចេះអត់ធន់នៅក្នុងគុកបានដល់10-20ឆ្នាំឬអាចមួយជីវិតទៀតផងនោះខ្លះមិនដល់ថ្នាក់សម្លាប់គេទេតែបែរទៅជានាំយកពាក្យសួកសៀតជាដើមនោះមកសម្លាប់សេចក្តីសុខរបស់ខ្លួនឯងទៅវិញតាមពិតនោះបើយើងមិនយកវាមកទុកក្នុងចិត្តហើយយើងនឹងរស់នៅជាមួយសេចក្តីស្ងប់ក្នុងโลกនេះមិនមានការរស់នៅជាមួយនឹងអ្វីឲ្យប្រសើរដូចជាការរស់នៅជាមួយនឹងសេចក្តីស្ងប់ឡើយដើម្បីសេចក្តីស្ងប់កើតមានក្នុងចិត្តកូនត្រូវតែចេះអត់ធន់តែកុំចេះអត់ធន់របៀបដូចគោដូចក្របីនោះត្រូវតែរៀនឲ្យឆ្លាតផងទើបអាចកសាងសេចក្តីស្ងប់ទៅបានកូនត្រូវស្គាល់តម្លៃនៃសេចក្តីល្អគ្រប់យ៉ាងចំពោះសេចក្តីល្អទោះជាអ្នកណាដឹងអ្នកណាឃើញឬមិនដឹងមិនឃើញក៏ដោយអ្នកណាលើកតម្កើងឬក៏មិនលើកក៏ដោយបានលៀបបានយោះឬអត់ក៏ដោយគឺជាសភាវៈដែលគួរតែធ្វើនឹងឯងព្រោះសេចក្តីល្អជារង្វាន់ដែលត្រូវទទួលបានស្រេចទៅហើយអាវតែមួយកាលដែលចោលពាក់គឺជាអាវចោលមនុស្សទាំងឡាយគេស្អប់ខ្ពើមកាលបើអ្នកចិត្តបន់ពាក់ក៏ទៅជាអាវរបស់អ្នកចិត្តបន់មនុស្សទាំងឡាយគេបូជាទីកន្លែងតែមួយកាលបើមនុស្សអាក្រក់គេអាស្រ័យនៅគឺជាកន្លែងដែលគួរឲ្យរង្គៀសខ្លាចលុះដល់មនុស្សល្អចូលទៅនៅអាស្រ័យវិញទីនោះក៏คล้ายទៅជាពរជនីយដ្ឋាននោះយើងមានឆ្អឹងមានសាច់មានឈាមដូចគ្នាក៏ប៉ុន្តែនោះទាំងឡាយគេមាក់ងាយឬបូជាគឺស្រេចហើយតែចិត្តដែលអាស្រ័យនៅក្នុងកាយនឹងឯងកាលបើសេចក្តីពិតច្បាស់លាស់យ៉ាងនេះហើយចូលកូនម៉ែជ្រើសរើសយកដោយខ្លួនឯងចុះថាតើត្រូវធ្វើយ៉ាងណាសេចក្តីសុខតាមផ្លូវលោកក្រេបផឹកយូរទៅរឹតតែសាបដោយបរិភោគអំពើពីគល់ទៅរកចង់ចឹងឯងចំណែកសេចក្តីសុខតាមផ្លូវធัวវិញរឹតតែក្រេបផឹករឹងរឹតតែផ្អែមឡើងរបៀបដូចបរិភោគអំពើពីចង់ដេញទៅរកគល់ព្រោះហេតុនេះទៅព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាសច្ចៈនឹងឯងដែលមានរសកប់ប្រពៃលើអស់រសទាំងពួងឬម្យ៉ាងទៀតថារសព្រះធម៌រមែងឈ្នះអស់រសទាំងពួងមនុស្សដែលមិនបានសិក្សាអំពីសេចក្តីល្អសូម្បីតែរបស់ដែលល្អប្រកបចំពោះមុខក៏មិនចេះចាប់យកមកទុកឡើយកុំចាំបាច់និយាយដល់តែការស្វែងរកចំណែកអ្នកដែលបានទទួលនឹងការសិក្សាយល់អំពីសេចក្តីល្អរមែងមិនលះបង់ចោលនៅសេចក្តីល្អដែលប្រកបនៅចំពោះមុខផងនិងស្វែងរកសេចក្តីល្អដទៃទៀតផងអ្នកស្វែងរកល្អរមែងបានជួបល្អអ្នកស្វែងរកអាក្រក់រមែងបានជួបអាក្រក់ត្រូវការជាសិទ្ធិតែមិនចេះសន្សំទ្រព្យត្រូវការជាមនុស្សល្អតែមិនចេះសន្សំសេចក្តីល្អទាំងពីរយ៉ាងនេះតើអាចបានយ៉ាងដូចម្ដេចទៅភ័យវិបត្តិដែលកើតអំពីអ្នកដទៃឬកើតអំពីខាងក្រៅនៅមានផ្លូវការពារបានព្រោះខ្លួនឯងក៏មិនបានរួមដៃជាមួយនឹងភ័យវិបត្តិនោះហំប្រឹងការពារឬក៏រត់គេចញាតិមិត្តបងប្អូនក៏ល្មមអាចនឹងជួយការពារបានចំណែកភ័យវិបត្តិដែលកើតអំពីខ្លួនឯងពោលគឺកើតអំពីការធ្វើរបស់ខ្លួនវិញនោះការពារបានដោយលំបាកណាស់ព្រោះខ្លួនឯងក៏មិនបានតស៊ូការពារថែមទាំងរួមដៃទៀតផង
តើអ្នកណានឹងអាចជួយបានដូច្នេះឧបនិស្ស័យអាក្រក់ដែលកើតឡើងក្នុងខ្លួនឯងនោះក៏បីឃើញថាជាភយន្តរាយដល់កាចសាហាវរបស់ខ្លួនមនុស្សដែលចំមុចជមុលនៅក្នុងលោកលិចចុះនៅក្នុងលោកលំបាកនឹងធ្វើនៅប្រយោជន៍ឲ្យដល់សង្គមលោកបានណាស់ព្រោះគេឃើញតែពីខ្លួនឯងសម្លឹងមើលតែប្រយោជន៍និងសេចក្តីសុខផ្ទាល់ខ្លួនប៉ុណ្ណោះម្លោះហើយអ្វីដែលជាប្រយោជន៍ផ្ទាល់ខ្លួនសំបីដឹងថាត្រូវធ្វើអាក្រក់ហើយក៏នៅតែពេញចិត្តធ្វើដែរចំណែកអ្វីដែលជាប្រយោជន៍ដល់អ្នកដទៃវិញសំបីដឹងថាត្រូវធ្វើល្អហើយក៏មិនចង់ធ្វើដែរមនុស្សដែលជាមុជជាមុលនៅក្នុងលោកមិនចេះមានការលះបង់ពិតប្រាកដទេគេចេះតែលះបង់បែបបិទនុយនឹងផ្លែសន្ទូចស្ទូចត្រីតែប៉ុណ្ណោះឯងបុគ្គលដែលឃើញកាលវែងគូហាត់ឲ្យចេះមានការលះបង់បន្តិចម្ដងគឺជាការសាងនិស្ស័យឧបនិស្ស័យនិងអធ្យាស្រ័យល្អឲ្យដល់ខ្លួនឯងនិស្ស័យនេះនឹងចាក់ឫសសន្សឹមចូលជ្រៅទៅក្នុងសន្តានបានជាឧបនិស្ស័យដ៏មមតំខ្លាំងក្លាការលះបង់ការចេះអើពើនិងការជួយសង្គ្រោះបានរីកផ្សាយទលំទលាយក្នុងសន្តានចិត្តរហូតអាចធ្វើនៅអ្វីដែលមនុស្សទាំងឡាយធ្វើបានដោយលំបាកដូចជាព្រះបរមពុរិស័ទក្រោយមកបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់លះបង់គ្រប់យ៉ាងដើម្បីសេចក្តីល្អនិងដើម្បីសេចក្តីសុខនៃសង្គមសត្វលោកទាំងមូលធ្វើជាមនុស្សត្រូវចេះនឹកដល់មេត្តាបិតាគ្រូអាចារ្យញាតិមិត្តបងប្អូនរហូតដល់អ្នកទាំងឡាយផ្សេងទៀតដែលរាប់អានខ្លួនផងបើយើងធ្វើនៅអំពើអាក្រក់រហូតដល់ខូចកេរ្តិ៍ឈ្មោះវិនាសទាំងខ្លួនទៀតនោះតើលោកទាំងឡាយនោះនឹងត្រូវខូចចិត្តយ៉ាងណាទៅដោយចំពោះដល់ក្រៃលែងគឺមេត្តាបិតាលោកមានការខូចចិត្តច្រើនជាងណាទាំងអស់ព្រោះលោកបានចិញ្ចឹមមើលថែដោយការនឿយហត់លំបាកលោកទាំងពីរបានលះបង់ទាំងកម្លាំងកាយកម្លាំងទ្រព្យកម្លាំងសតិបញ្ញានិងកម្លាំងចិត្តទាំងអស់សម្ដៅទៅក្នុងការបណ្ដោះបណ្ដាលកូនតាំងសេចក្តីសង្ឃឹមថានឹងបានរីករាយជាមួយសេចក្តីល្អរបស់កូនប៉ុន្តែត្រឡប់ជាបានស្ដាប់បានឮតែរឿងអាក្រក់របស់កូនតើលោកមានការខកចិត្តបណ្ណាទៅតើជាការចាក់ទម្លុះទម្លេចិត្តរបស់លោកអ្នកដែលមានគុណយ៉ាងណាទៅហើយកូនប្រុសស្រីទាំងឡាយហើយសូមកូនជួយម៉ែឲ្យបានសម្រេចបំណងដែលជាទិសដៅនៃការអប់រំចិញ្ចឹមកូនគឺសូមឲ្យកូនបានជាមរតកដ៏សំខាន់បំផុតជាមរតកដែលម៉ែត្រូវប្រគល់ឲ្យដល់ប្រទេសជាតិនិងពិភពលោកកាលបើម៉ែបំពេញនៅទូនាទីរបស់ខ្លួនបានសម្រេចដោយកូនម៉ែបានជាមនុស្សល្អហើយម៉ែក៏មានសេចក្តីសុខព្រោះសមតាមបំណងដែលបានគិតទុកតាំងពីកូននៅក្នុងផ្ទៃរបស់ម៉ែម្លេះម៉ែសូមយកចិត្តដ៏ស្មោះបរិសុទ្ធជាចិត្តដែលបានពលីចំពោះកូនគ្រប់បែបយ៉ាងមកឲ្យពរដល់កូនសូមឲ្យកូនបានជួបប្រទះតែនឹងសេចក្តីសុខនិងសូមឲ្យកូនបានដើរតាមស្នាមនៃអ្នកប្រាជ្ញរហូតដល់ផុតទុក្ខដោយប្រការទាំងពួងអំពីបំណងល្អរបស់ម៉ែសូមអនុមោទនីបានហើយចាអស់ហើយ69ដំពោចាក៏ណាអានម៉ោង8ជាង8ជាង1ម៉ោងចាក៏ណាដល់ក្តីជ្រះថ្លាធ្វើមិនទៀតណាក៏ណាអង្គនិតហ្នឹងបានចូលរួមណាមកទោសគុណចាស់ពុទ្ធបរិស័ទក៏ភៅសេយូរហើយក៏ចេះតែអានតាមភៅហ្នឹងទៅហ្នឹងហើយថាខុសកាលខុសសម័យអីខ្លះណាច្រើនឆ្នាំណាពុទ្ធសករាជប្រហែលណាហ្នឹងហើយក្នុងរឿងខ្លះក៏នៅតែណាត្រូវការមកក្នុងបច្ចុប្បន្នគឺការអប់រំចិត្តឲ្យមានសេចក្តីសុខណាសម្រាប់បងប្អូនកូនចៅបានស្ដាប់ពាក្យពេចន៍ម៉ែឪស្អែកពាក្យពេចន៍ម៉ែឪទេណាពាក្យពេចន៍ម៉ែឪក្រាស់ច្រើនជាងម៉ែច្រើនហ្នឹងហើយបើ3ម៉ោងអីនោះអានមកពេលមិនអស់ទៅតាមដំណើរហ្នឹងចឹងហើយប៉ុន្តែ
nòng cả để phút bò sạch dân pi cha rồi na bằng phồn con trai cái sẽ đạp anh vô ạt từ đây làm xa nơi thà mong pi một bốn cc con mẹ phúc rồi chẳng tới có cha tệ lư nhiệt nhôm ấy có mình thật sự con mẹ mà đai phong này chẳng chẳng có đạo biệt bịch mày ấy nắng có chấm nua mẹ đa bị đa ấy phơi mai ấy nó có chấm nua mà đai ai thà ruộng chấm này chấm mùi nâng bầm non là o bò mẹ đa bị đa vậy bạn con là o giờ cá tọp non sòng côn đó là mẹ đa bị đa ta như ta thua bò côn pro sấy cứ chỉ đầy sọc chỉ tham su bò mẹ đa bị đa dập dạy nông ca prao pra chi vật còn là trời ơi mẹ đa bị đa sờ bài chất đòi tung vơ đại phục brit sách chữ đất lo trầm trời hết tam ca này dùng rập an nông sừng cung phong đài vì pro chia cái gì vô cây mua đó trong cua xa miệt đà bị đà chia cầm lăng chất để miệt đà bị đà bàn peli cam buộc côn sập bài sập giang để bàn ca top snon máuคือmột mọt cái gì vô trong cua xa đời xa cô nâng hay nâng bàn phục rất tới không plei và thua mình to từ tia từ tam vây cha bỏ miệt đà bị đá bàn chỉ ti pưng tới không lô hàng mục vào nhà nị bạ rồi lô cả sắm và tật thá hòn tại pa nị năng bòn nó chỉ ti pưng rồi bỏ sạt từng lái tới không bạ rồi lô còn là năng này đôi miền bìa nằm ca sầm tay và thua khla pi riêng rập sầm bát ấy ấy nơi trong lục đi nè nơi thà dần chạy về ban để nơi trong lục đi dẫn đó đó nè ngày ấy đòi tập pe trả lục nâng tớiพระพุทธฎีกาพระองค์สำแดงថាជាស្បៀងគឺបន់ហ្នឹងឯងត្រូវមានបន់ហ្នឹងជាស្បៀងព្រះអង្គប្រពចំពោះបុត្ររបស់កោខេតកៈប៉ុណ្ណាហ្នឹងឯងហើយក៏ព្រះអង្គទ្រង់សម្ដែងនៅក្នុងនិធិកណ្ណសូត្រតេតួងទៅនឹងបញ្ញនិធិអនុគមិកោដែលត្រូវជាប់ទៅតាមជីវិតអ្នកស្លាប់កណាហ្នឹងហើយខ្ញុំណាក៏ប្រើពាក្យដូចថាត្រូវបានបន់ហ្នឹងយកទៅចាយនៅក្នុងបរិលោកអីចឹងណាហ្នឹងហើយបងប្អូនកូនចៅមិនដឹងជាតោះនឹងពាក្យហ្នឹងអីយ៉ាងម៉េចក៏ដែរដូចថាយកពាក្យហ្នឹងទៅលេងសើចអីចឹងទៅឬថាវាអត់ត្រឹមត្រូវអីយ៉ាងណាហ្នឹងក៏ឲ្យបងប្អូនកូនចៅបានជ្រាបថាជាពុទ្ធដីកាព្រះអង្គសម្ដែងដូចនៅក្នុងទេរោកតសូត្រអីហ្នឹងគឺនៅក្នុងពិភពប្រែតហ្នឹងអត់មានហេរញ្ញេនកយាកយ៉ាងអីហ្នឹងចាយវាប្រើប្រាស់ដូររបស់ដោយមាសប្រាក់អីហ្នឹងទេគឺជាពិភពដែលត្រូវដូចថាអាស្រ័យញាតិដែលធ្វើបុណ្យឧទ្ទិសទៅហ្នឹងឯងអត់មានការចាយប្រាក់ហ្នឹងឯងអញ្ចឹងក្នុងសេចក្តីដែលថាប្រកាសដែលយើងប្រើប្រាស់ក្នុងបច្ចុប្បន្នយើងចាយវាតែច្រើនអីតាមហ្នឹងអាហារបរិភោគទេសបែងទីកន្លែងអី
ហ្នឹងហើយតែដល់ទៅយើងចាក់លោកហ្នឹងទៅវាត្រូវប្រើបន់ណាដែលត្រូវយើងចាយបន់ហ្នឹងគេថាចាយហ្នឹងគឺបានន័យថាប្រើប្រាស់បន់ដើម្បីនឹងថាបានអត្តភាពជាមនុស្សឬយើងមានប្រាក់បានយើងទិញផ្ទះបានអញ្ចឹងណាហ្នឹងហើយមកប្រើពាក្យចាយហ្នឹងគឺដោយសារការប្រៀបធៀបទៅនឹងប្រាក់ហ្នឹងឯងអញ្ចឹងវាត្រូវមានបន់នឹងឯងចំណាយបើយើងអត់បន់ទេយើងធ្វើម៉េចបានផ្ទះគឺអត្តភាពជាមនុស្សក្នុងសុគតិភពរួចអំពីការអត់ឃ្លានលហេមលហាមក្នុងអបាយភូមិនឹងទៅបានព្រោះក្នុងព្រះកថាមង្គលសូត្រក៏បានសម្ដែងឲ្យយើងអរគុណបុណ្យក្នុងគារវោចៈនិវេតោចៈសន្តថៃចៈកតញ្ញុតាកាលេនធម្មសវណੰអេតាមੰកលមុតមੰត្រង់កតញ្ញុតាហ្នឹងគឺថាអរគុណបុណ្យដែលឲ្យរួចពីអបាយភូមិមាននរកជាដើមឲ្យកើតជាមនុស្សហើយទំនុកម្រងឲ្យបាននៅរស់រហូតមកដល់ថ្ងៃហ្នឹងទៀតនេះរួមដោយគុណមេត្តាបិតាគុណញាតិកាអីទាំងអស់ហ្នឹងដែលយើងបានជីវិតហ្នឹងយកមកប្រើប្រាស់ប្រព្រឹត្តព្រមចរិយធម៌vì dân trời pưng prem chạy dạ thua pưng bon năng ai lô cái dạ lô cọt rạ năng mến thà dân bài tư chia khơi tô rồi bỏ bon bị triệt môn để nòm ai dân miền phục triệt cầm na khơi tô miệt đa bị đa bằng cao dân mau ai tục ai đùm ba nó chia mấy cha tuyệt thể vừa khó là bị pro này cái nông làm nào chỉ vết dân mình ai nâng từ pưng tê và đá và anh và prum ấy ná đầm bấy tha ơi chui dân lui phật chạ tục tê cái dân trời pưng của sao là thua hay của sao là thua prem chạ dạ thua sa sơn nạ prem chạ dạ mẹ cái prem chạ dạ nơi nông và sa sơn nà ní cứ trời prang prang bằng pinh đời ong ai đời cái luôn ai từ chia diêm xóm tọ tọ nơi bon của sao nâng bởi mình toàn pin toàn cục trời từ xóm trời từ đòn trời từ rê dù mà chạ thùng pieng an nâng đời ca xóm nâng ảnh sọc kháo bao nhát sẽ ôi chỉ giàu xóm bón nằm mau nơi đây sọc ọt miền thì thi đợt tây đây nâng tha tới giờ mấy ở ban chia tì pưng là bấy chui luôn anh ai ruồi vì ba giờ phum ruồi vì vật ở sáng xá cái thì prem chạy dạt thua nâng tề dẫn trời xóm ấy xóm rồi trời Israel chỉ vật rồi này không cầm nát chỉ mình núp ấy bàn chuột nâng ở Phật Vasna tiệt nè rồi prao pra chỉ vật nâng dạng cây lên ấy đầm bấy bàn chỉ vật nâng vô mà prao pra nè nâng ấy cứ trời tề bình chia từ đó côn nè mình ai khơi tới chỉ tô hết nè vì pro riêng dây tô đời bò ra mắt à vì chia bạch giá sang kha ra bạch giá vì nhiên nắng chỉ bò ra mắt vật ở sang xa bản té nơi trong lục ní cứ trời dễ bị côn đôi chia côn là thua còn sao là thua đời đại chia côn đại chia bon ba rồi mây ấy tầng ó nâng thừa ơi bảo ông bàn tra đăng chỉ presma sắm phật nó cứ trời dễ từ trong côn được bỏ bon côn mẹ đa bị đa mẹ từ côn bẹ từ côn phật từ côn thăm ở côn xong rồi côn trời dễ bị côn để miền upakara pre upachia pre cha ấy tầng o nâng cứ dễ bị côn cứ cái đây là o để tôi bị tốt cứ ác của sao là thua chấm pua riêng côn riêng tô nâng miền pi cú côn nòng lốp cứ cái đây là ó tôi nhầm pi tốt đại chia ca phục rất mình là o dùm này mà cô tiết cứ thà tốt bò rầm mắt không vặt ở sang xa tục sự một thì dạ mình tiên chỉ tục nâng cốn cứ lô cọt rạ thua riêng thì piên để rùi phọt trả tục chẳng cứ là không lô nâng dân trời dây pi cốn đại chia upakara ôi của sao là thua chùm ra láng xâm rách à rê dùm mẹ đầm bấy ban nơi bà rong mà sọc năng ai chẳng cái nông thì cái đây bây ai bằng ôn con trai bàn triệp pi riêng đầm na chỉ vật của về mình cho prem slap về trời của pret tam cắm bên là
nâng này chẳng nạt thể cầm măng sờ măng tại làng nâng ấy cái đồng lô cây nó cầm lăng ở với smile nó cầm lăng cắm mình miền rồi nơi cái đồng cầm chặt chai sum bay tê và đa và anh và prom mà ru và prom dạ mê ấy cả đời bộ phật tam cam bộ phật tử óng có mình giang đợt tây trời và đệ sinh thị ở đời xa cam chỉ phải chai miền vị bà bỏ cam bộ phật tử rồi hốt tôi kia nâng chỗ tệ chặt và đệ nhị tiền trong khơi hơn nào đòi anh nụ ba thì xê xạ này tiền chỗ tệ chặt mình chỉ phải cháy này ca ớt nâng để chỗ tệ chặt nó có vị bà bỏ cam một ná vật tệ lô cáo cam một ná vật tệ phải chia nâng chẳng cứ khăn ông bia để tha rồi bị slap tới trời chạy bон nó cứ khăn ông xịt ở đây để tha rồi pra bон nâng anh rạp từ lô khẳng mục rồi thay dân trời chua áp tập hiệp chia mình nu rồi có sắp ở tệ phúc đầm bay ban pra của prết pre mà chạy dẹ thua đập ở thua sắc xa và thua rồi bỏ pre đấy dẹ bỏ pre sama sam cốt tại ông sầm đai mau pre đấy dẹ pre là hon truồng chăm túc đai nơi tây về lô prum mà lô ấy tầng o nâng để sắp ở tệ phúc nông mình nát mà nu của ban châu can nu bua chỉ ba bị chết cứ trời ca bon nâng ai để trời pra đầm bay ở ban áp tập hiệp nâng ta chia được bỏ chúa thôi và trời son ở đó lột ni vinh và trời pra bon nâng á priệp đối chỉ pra chăng để dân vô tờ đại thần nia kia nơi nông tờ nia kia bàn tay về dân cọp tốc kia bao nhiêu nị thị để bảo ông sầm đáy nơi nông nị thị can ở sâu nâng à bọn nâng cứ ta ơi rạch ban đòi sọc group nông sầm bát lô cây đòi rụp sầm lên và nạ trung trê lo chẳng tới bàn vô bàn bo được va được xa bon bàn bát mà nu bát tê là đa bát đã chạo quạt ấy tới nâng dạng na rồi hô đào tới bàn nơi bên là sầm bát tiệt thòng ai năng côn vì xe xên nơi khăn pre là hòn tầng lai để xăm bị tia phải nhia ấy tầng o nâng sao và cả ba là mây nhiên phải chơi cà po thì nhiên hay năng bàn chỉ pre sama sam pot rất tè sấy nơi bao nhiêu nị thị cầm nọc bon nâng tầng o nâng ngày để trời ra nông triệt nâng panna hơi để dừng ruột nơi để xa bon cả màu để xa bon nụp rong nâng ấy nâng đời xa côn bọc cà rây đời sập cái đốt có tới ta sấy côn bon nâng ánh to từ tiệt nâng tiệt làm vậy ở một bò sạp dân bàn chếp pi tầm lay này bon dân trời pra bon trời chai bon nâng bể chai nó cứ pra chùm nuốt pra nâng ai rồi dân chai pra ọt bán người ta lấy chai bon nâng ai bon người ta lên xóm là ép mà nâng chặt nâng đầm nào chỉ biết bật tới đôi phi song khá để chặt chai điệp chom đầm nào chỉ biết nâng này ấy có nói mùi tiết mà ra phút bò sạp dương đọc sài pa nhà ha mọc mai nông chỉ biết đời sạp group bẹ vẹ vân chỉ mùi nâng nẹ là tây ấy nâng để dân tay để cất bên chay cắt cái đây ao nhà ni chơi ao nhà nu hình cho trời thì giang ni trời thì giang nu thấy mình bàn đôi gồm non và ná rồi ca tục nè mùa mai đau cả hai khăn cao chọn cam pi về ria bị viêm to tên ấy tầng ó đó đời xá chùm non rồi bao giờ luôn ai mà ông pi chùm non nắng chặt chay như điệp chom từ tam ca xóm đời anu say cam ria kia nó say và để kia nó say để chấm ngon để không về từ nia để sau giờ rom nắng chẳng có về nhang phi sang kha cứ cam nắng ơi và bật tới chia vị việt này không thì phục lộn nắng ai mình thà sớm mai bị đau mau để phần năng sớm mai sập ngay để chơi cật cu ơi nụ mình nè bàn sọc chơi chui chơi sừng khô khné bàn tay có miền riêng đòn tê chèn đi khné đòi băng đòi chừng krem đòi bị khiết dạng na cứ
វាសម្រាប់ដោយអំណាចតណ្ហារបស់ខ្លួនហ្នឹងហ្នឹងឯងហើយសម្រាប់ពុទ្ធបរិស័ទយើងហ្នឹងគឺឲ្យយើងបានមកយល់ដឹងថាមនុស្សយើងម្នាក់ហ្នឹងទាំងយើងទាំងអ្នកដទៃហ្នឹងគឺមានបច្ច័យត្រឹមត្រូវឲ្យកើតឡើងយើងក៏មិនបានទៅចាត់ចែងរៀបចំបង្កើតអ្នកដទៃអីទេតែយើងទៅចាត់ចែងរៀបចំឲ្យគេចេះឲ្យគេចោះយ៉ាងម៉េចហ្នឹងវាគ្រាន់តែជាគំនិតដូចថាល្ងងណាអវិជ្ជមានហ្នឹងឯងនាំឲ្យយើងកើតទុក្ខតែយើងត្រូវការប្រាថ្នាវាអត់បានដូចបំណងវាត្រូវកើតទុក្ខហ្នឹងឯងក្តីសុខវាមិនមែននៅត្រង់ដែលថាយើងទៀមទាអីបាននឹងទៅបានសុខមែនទេតែបាននឹងទៅក៏វានៅតែមានរឿងតោះនៅតែមានរឿងមិនគ្រប់អញ្ចឹងដូច្នេះវានៅត្រង់ការដែលយើងអប់រំចិត្តហ្នឹងឯងមិនតោះជាមួយនឹងអ្វីនៅក្នុងលោកសច្ចៈនៃជីវិតហើយមិនតោះអាមិនមានបំណងប្រាថ្នាចាត់ចែងហួងហែងឲ្យយ៉ាងនេះឲ្យយ៉ាងនោះមកពីអីមកពីយើងដឹងថាអ្វីនៅក្នុងមនុស្សយើងក្នុងអ្នកដទៃក្នុងធម្មជាតិមេឃដីមានបច្ច័យត្រឹមត្រូវដែលកើតឡើងនឹងឯងអញ្ចឹងទៅវាហាមតណ្ហាដែលយើងតែងតែត្រូវការប្រាថ្នាចង់ឲ្យអ្នកនេះចេះចង់ឲ្យនោះចោះស្រឡាញ់ក៏ចង់ឲ្យរੂទូទានមានបានក្តីសុខអីចឹងទៅដល់ទៅជួបប្រទេសទុកទោសគ្រោះថ្នាក់អីយ៉ាងណាក៏កើតទុកយំសោកអីតាមហ្នឹងឬក៏ថាស្អប់អ្នកណាក៏ចង់ឲ្យអ្នកហ្នឹងវិន័យវិន័យហិនហៃអីសពគ្រប់ហ្នឹងឯងដល់ទៅបំណងប្រាថ្នាហ្នឹងវាជាទុកហ្នឹងឯងដោយភាពទេហន្តេងត្រូវការចង់ឲ្យគេវិនិច្ឆ័យហ្នឹងចឹងទៅក៏រីងរៃរ៉ាំរ៉ៃដោយអាឃាតជាបាតហ្នឹងហើយមិនវិនិច្ឆ័យអ្នកទេវិនិច្ឆ័យខ្លួនឯងអីចឹងទៅដោយកម្មពីវេរាដោយបណ្ណាំងប្រជែងណាប្រវាយប្រតបឆ្លោះប្រកែកតោះតេងកនុំគុំស្អប់អីទាំងអស់ហ្នឹងគឺវាជារឿងវវឹកដោយអំណាចដែលមនុស្សយើងវាចិត្តតែចាត់ចែងទៅគ្រប់គ្រងលើវាសនាលើជីវិតរបស់អ្នកដទៃប៉ុន្តែពុទ្ធបរិស័ទយើងហាមឃាត់នៅអាគំនិតដើម្បីទៅចាត់ចែងគ្រប់គ្រងអ្នកដទៃមកពីអីមកពីយើងបានដឹងពីបច្ច័យនៃអ្វីដែលកើតឡើងហ្នឹងគឺថាវាត្រឹមត្រូវទៅតាមការរៀបចំរបស់កម្មគឺក្នុងមនុស្សម្នាក់វាមានបច្ច័យច្រើនប៉ុន្តែបឋមធាននៅលើកម្មដែលព្រះអង្គប្រកាសកម្មណាវត្តតិលោកោកម្មណាវត្តតិបជានឹងឯងចាវាមានការវិនិច្ឆ័យត្រឹមត្រូវយុត្តិធម៌ឲ្យស្រេចមិនចាំបាច់យើងទៅចង់វិនិច្ឆ័យកាត់ក្តីថាឲ្យអ្នកនេះចេះឲ្យអ្នកនោះចោះអាហ្នឹងវាតាមចិត្តតាមកិលេសរបស់យើងចង់ប៉ុន្តែការពិតគឺថាត្រឹមត្រូវដោយហេតុណាដោយបច្ច័យផលហ្នឹងវាត្រឹមត្រូវតាមហេតុក្នុងមនុស្សម្នាក់ហ្នឹងគឺមានភាពត្រឹមត្រូវយុត្តិធម៌ដោយហេតុផលហ្នឹងហើយស្រេចហើយមិនចាំបាច់យើងខ្វល់យើងរវល់ទៅគិតគូរចាត់ចែងអីឲ្យកើតទុកខ្លួនឯងទៅនោះទេកាលណាបើយើងសិក្សាប្រតិបត្តិនៅក្នុងពុទ្ធសាសនាអប់រំចម្រើនបញ្ញាយើងអត់មានចងកនុំគុំស្អប់អត់មានចងពៀវេរាជាពាក្យវៈវិនអីនឹងអ្នកអតីតទេតែក៏មិនមែនថាឲ្យណាទោសកំហុសអ្វីឬក៏បាបអកុសលរបស់អ្នកដទៃហ្នឹងទៅល្អទៅអីដោយការយើងឲ្យអភ័យក៏យើងធ្វើមិនបានដែរព្រោះវាជាបរមត្តធម៌នៅក្នុងអ្នកដទៃវាប្រព្រឹត្តទៅតាមកម្មពីវេរាដែលមានហ្នឹងតាមកម្មជាបច្ច័យល្អមិនល្អហ្នឹងវាជាច្បាប់ធម្មជាតិហ្នឹងយើងក៏មិនបានទៅផ្ដំទាអីដូចថាមានសភាពនៃចិត្តបន្ទុះតោះកនុំគុំស្អប់បតិចដាសាឲ្យគេចេះឲ្យគេចោះអីទៅទេព្រោះទាំងអស់ហ្នឹងគឺជាទុកទោសនៃវត្តដាក់ដែលគ្រប់គ្នាអត់មានអ្នកណាបង្កើតលោភៈទោសៈមោហៈឲ្យខ្លួនឯងណាយើងកំណត់បានអញ្ចឹងទៅវាឃើញថាជាសេចក្តីទុក្ខរបស់សត្វលោកមានអវិជ្ជាជាមូលដែលអត់ដឹងនឹងតែប៉ុណ្្នឹងឯងបើតែដឹងទៅវាអត់មានលោភៈទោសៈមោហៈទៅជាព្រះរហន្តទៅហើយមានអ្នកណាអាក្រក់រឿងអីអាក្រក់ដោយសារតែលោភៈទោសៈមោហៈអកុសលមូលនឹងទេតើ
អញ្ចឹងវាទៅជាអារម្មណ៍នៃករណាសត្វលោកដែលរងគ្រោះហ្នឹងដែលមានសេចក្តីទុក្ខក្នុងវត្តដាក់ហ្នឹងដូចជាបហប្រតិករណារបស់ព្រះពុទ្ធអង្គអញ្ចឹងក្នុងសត្វតោបការៈសម្បទានេះព្រះអង្គមានសម្បទា3ដោយហេតុសម្បទាផលៈសម្បទានិងសត្វតោបការៈសម្បទាហ្នឹងអង្គមានបហប្រតិករណាសត្វមានទេវតាប្រអិនប្រព្រំសាវកណាដែលមានបហប្រតិករណាស្មើនឹងព្រះអង្គសូម្បីតែព្រះអរហន្តហើយហ្នឹងប៉ុន្តែឧបនិស្ស័យនៃករណាត្រូវការបំពេញអភិនិហាបារមីមកត្រួតត្រងនៅបារមីឧបបារមីបរមត្តបារមីហ្នឹងដោយបហប្រតិករណាហ្នឹងហ្នឹងហើយអញ្ចឹងគឺករណាមាននៅក្នុងមហាប្រតិពុទ្ធអង្គដ៏ក្រៃលែងអត់មាននរណាប្រៀបស្មើទេប៉ុន្តែសត្វលោកនៅតែប្រព្រឹត្តទៅតាមកម្មអញ្ចឹងទោះបីតែប្រញាតនឹងព្រះអង្គបាទសុភពុទ្ធអីប្រទេវតតអីជាដើមហ្នឹងសពសត្វទាំងអស់ព្រះអង្គមានមហាប្រតិស្មើជាមួយគ្នានឹងព្រះរាហុលជាមួយនឹងព្រះអនន្តជាមួយព្រះអគ្គសាវកអគ្គសាវិកាដែលប្រណិប័តទៅតាមអាវាតរបស់ព្រះអង្គជាព្រះអរហន្តព្រះអង្គមានមហាប្រតិករណាបណ្ណាជាមួយនឹងប្រទេវតតជាមួយនឹងនាងចិញ្ចាមានវិការអីទាំងអស់គ្រុនដេរថៃអីហ្នឹងព្រះអង្គមានមហាប្រតិករណាស្មើគ្នាហ្នឹងហើយប៉ុន្តែសត្វលោកនៅតែប្រព្រឹត្តទៅតាមកម្មអញ្ចឹងចំណុចហ្នឹងដើម្បីបញ្ជាក់ឲ្យបងប្អូនកូនចៅកុំឲ្យចងពៀវរាកុំឲ្យផ្ដំទាឲ្យគេអញ្ចេះឲ្យគេអញ្ចោះវាដុតរោលចិត្តខ្លួនយើងវាបាបកម្មវាភាពសាហាវវាភាពអាក្រក់ក្នុងចិត្តរបស់យើងទេមកពីយើងអត់យល់ពីច្បាប់យុត្តិធម៌ត្រឹមត្រូវសម្រាប់ជីវិតមនុស្សដល់យើងយល់ទៅណាមិនមែនត្រឹមតែមិនសមបាបកម្មពៀវរាទេមានសេចក្តីសុខផុតទុក្ខផុតកង្វល់ទៀតអាកង្វល់ដែលយើងត្រូវទៅគ្រប់គ្រងហួងហែងនៃអតីតថាមានបញ្ញត្តិមកជាអារម្មណ៍មាននៅក្នុងឧបេក្ខាព្រហ្មវិហារទៅដែលសត្វលោកប្រព្រឹត្តទៅតាមកម្មរហូតដល់ទៅអប់រំទេវតាឧបេក្ខាញាតក្នុងវិបស្សនាអ្វីហេតុផលបរមត្តត្រឹមត្រូវដល់អញ្ចឹងការមិនប្រកាន់មិនគ្រប់គ្រងមិនហួងហែងមិនកើតទុកជាមួយគ្នានឹងការប្រព្រឹត្តទៅនៃសង្ខារធัวទាំងមានវិញ្ញាណទាំងអត់វិញ្ញាណហ្នឹងជាសេចក្តីសុខត្រង់ដែលថាអ្វីវាអត់ប្រកបមកឲ្យយើងគ្រប់គ្រងហួងហែងវាត្រឹមត្រូវយុត្តិធម៌នៅក្នុងមនុស្សសត្វបុគ្គលទាំងយើងទាំងអ្នកដទៃទាំងធម្មជាតិមេឃដីហ្នឹងហើយស្រេចគឺថាមានបច្ច័យចាត់ចែងរៀបចំតាំងពីកើតរហូតដល់ធម្មតាសង្ខារវាត្រូវរលត់ទៅអត់មានកន្លែងណាដែលសម្រាប់ឲ្យយើងខ្វល់យើងរវល់ទៅកើតទុក្ខឬក៏ទៅចាប់យកមកទៅជារបស់យើងក៏ទេដែរហ្នឹងហើយដែលពុទ្ធបរិស័ទយើងត្រូវបានសម្រេចអាកិញ្ញណង្អនាទានាងការដែលមិនប្រកាន់ការដែលមិនកង្វល់ជាទីពឹងហ្នឹងគឺត្រូវយើងសិក្សាព្រះធម៌ធម្មោហវេរកតិធម្មចារឹងធម៌រមែងរក្សានៅអ្នកប្រព្រឹត្តធម៌ទាំងសូមអនុមោទនា